ពិភាក្សាបាទកំណត់គេហៅថាប្រធានបទពិភាក្សាប្រធានបទកំណត់មួយដែលមើលអំពីទស្សនវិស័យលីដាចិន្តាប្រធានបទទី1នេះគឺជាប្រធានបទដែលឆ្លើយតបទៅនឹងស្ថានភាពនយោបាយបច្ចុប្បន្នប្រធានបទទី2គ្រួសារបពុឬអើងមើលងាយរដ្ឋាខ្ញុំនឹងនិយាយអំពីសច្ចភាពសង្គមមួយនៅក្នុងប្រធានបទទី2សច្ចភាពសង្គមដែលមនុស្សគ្រប់គ្នាបានរស់នៅក្នុងតែខ្លះដឹងយូរគន់វត្តតែខ្លះមិនដឹងប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតជាមួយទូរទស្សន៍សូនតារាស្រាត់ខោជនបដិការផ្លាស់ប្ដូរផ្នែកគំនិតមុននឹងចូលទៅប្រធានបទទី1និងទី2យើងមានគ្រឿងខ្លែង2គ្រឿងខ្លែងទី1និយាយអំពីស្ថានភាពអូននូនណានៅក្រៅប្រទេសបច្ចុប្បន្នតកតងជាមួយនឹងការរៃអង្គាសប្រាក់សរុបគងប្រធានគ្រឿងខ្លែងទី2ជាប្រធានបទទី3ដែលខ្ញុំជំពាក់កាលពីម្សិលមិញនេត្រាធិតាទី1ថ្ងៃនេះខ្ញុំបានទៅចូលរួមនៅវត្តអារាមពិធីបុណ្យអត់មានទឹកអធមភៈអីទេគ្រាន់តែជាការសូត្រមន្តដាក់បាតធម្មតាគោលបំណងដើម្បីរៃអង្គាសប្រាក់ជួយជនភេសកដែលខ្ញុំឲ្យឈ្មោះម្យ៉ាងទៀតថាជនបាត់បង់ទឹកដីផ្ទះសម្បែងយល់កាលពីម្សិលមិញថ្ងៃ14កុម្ភៈឃើញនៅទីក្រុងប៉ារីដែលមានការចូលរួមពីលោកប្រធានសំរងស៊ីនៅកម្មវិធីទិវានៃក្តីស្រឡាញ់មួយគោលបំណងរៃអង្គាសប្រាក់ដើម្បីជួយជនពិសិដ្ឋនិងកងទ័ពនៅតាមព្រំដែនដែរហើយថ្ងៃនេះនៅទីក្រុងខ្ញុំផ្ទាល់ក៏មានការរៃអង្គាសនេះគាត់ថាខ្ញុំមិនថតមិនផ្សាយផ្ទាល់ទេព្រោះមានអ្នកខ្លះគេមិនខ្លាចប៉ះអ្នកខ្លះគេមិនចង់ចូលនៅក្នុងកាមេរ៉ាអញ្ចឹងទៅឬក៏ខ្ញុំគិតថាវាជារឿងសាមញ្ញទៅហើយចិនត្រាំងនៅសប្តាហ៍មុនដែលខ្ញុំនិយាយរឿងសាវតាតនេតិគ្រឿងខ្លែងនេះសំខាន់ដែរលុយជាបុណាមានការរៃអង្គាសប្រាក់ដែរនៅវត្តអារាមរបស់ខ្ញុំហ្នឹងសប្តាហ៍ក្រោយមានខ្លះថានឹងមានការរៃអង្គាសប្រាក់ណាតកតងទៅនឹងការជួយទៅដល់កងទ័ពនិងជនពិសេសណាជនដែលបាត់បង់ទឹកដីផ្ទះសម្បែងនៅក្នុងប្រទេសកម្ពុជាសរុបសេចក្តីមកខ្ញុំមិននិយាយថាចំណូលប្រមាណព្រោះអានឹងវាជាកិច្ចការរបស់គណៈកម្មការនិងអ្នករៀបចំកម្មវិធីប៉ុន្តែច្រើនខ្ញុំអាចសន្មតថាបើយើងនិយាយទូទាំងប្រទេសបារាំងគ្រាន់តែក្រុងខ្ញុំមួយប៉ុន្តែច្រើនបងប្អូនណាហើយការជួយទៅដល់ជនពិសេសហ្នឹងគឺមានលក្ខណៈសម្បត្តិខុសៗគ្នាអត់ដូចគ្នាទេខ្លះជួយជាសម្ភារៈខ្លះជួយជាលុយណាដោយវិធីណាក៏ដោយខ្ញុំមិនជំទាស់អីទេបាទទី1អានេះខ្ញុំនិយាយអំពីសាវតាទី2ខ្ញុំនិយាយអំពីអុកពេជ្រសំណាងរឿងផ្នែកគំនិតស្នេហាជាតិរបស់ខ្មែរគ្រប់និន្នាការនយោបាយជាពិសេសខ្មែរនៅក្រៅប្រទេសដែលស្រឡាញ់យុត្តិធម៌និងស្រឡាញ់លទ្ធិប្រជាធិបតេយ្យខ្មែរច័ន្ទហេងដែលនៅក្រៅប្រទេសមិនចេញមុខច្រើនណាស់បងប្អូនច្រើនណាស់យើងបើរៀបចំធ្វើបាតកម្មឧទាហរណ៍ប្រឆាំងជាមួយនឹងការរំលោភសិទ្ធិមនុស្សដើមក្រៅយើងរកមនុស្សបាតកម្មមិនសូវជាបានទេដោយសារអីដោយសារតែវាលៀមតានសភាពការមិនអំណោយផលទីខ្ញុំនិយាយរឿងហេតុអីអ្វីទៅជាសភាពការមិនអំណោយផលប៉ុន្តែខ្ញុំនិយាយរឿងនេះមហាម៉ាត់សាឡេះអាដាំរឿងមនុស្សណារំមេតាអ៊ុំនៅក្រៅប្រទេសដែលស្រឡាញ់យុត្តិធម៌ស្រឡាញ់ទឹកដីស្អប់របបផ្ដាច់ការច្រើនតែមិនចេញមុខពីព្រោះពួកគេមានផលប្រយោជន៍នៅប្រទេសកម្ពុជាឬពួកគេមិនចង់មានបញ្ហាហើយចេញចូលទៅក្នុងប្រទេសកម្ពុជានេះគឺជាកំហុសមួយមិនមែនរបស់ពួកគាត់តែគ្រប់យ៉ាងទេព្រោះមនុស្សទាំងអស់មិនមែនសុទ្ធតែជាអ្នកក្លាហានទេគាត់មានផលប្រយោជន៍ហើយជាកំហុសរបស់ជនផ្ដាច់ការដែលចាប់យកប្រទេសដាវីដាកឹមរបស់ខ្លួនធ្វើជាចំណាប់ខ្មាំងដើម្បីឲ្យមនុស្សមានការភ័យខ្លាចហើយពួកគេមានមោទនភាពដោយគិតថាខ្លួនគេអស្ចារ្យប៉ុន្តែពួកគេភ្លេចគិតថាក្នុងដួងចិត្តរបស់ខ្មែរដែលស្អប់អយុត្តិធម៌គឺពួកគេមិនចូលចិត្តទេប៉ុន្តែមនុស្សត្រូវតែមិនចូលរួមសកម្មភាពបាត់មាត់
ដើម្បីដោះដូរផលប្រយោជន៍ចូលទៅក្នុងស្រុកអ្នកខ្លះជ្រុលជាបែកក្បាលជ្រុលជាមាត់ឡូឡាមានឈ្មោះល្បីគេកំណត់ចំណាំនៅក្នុងបញ្ជីខ្មៅគឺมันអាចចូលស្រុកស្ងាត់ដូចអ្នកគ្រាន់តែមានទឹកចិត្តឧត្តមកតិស្អប់តែមិនចេញមកទេគឺត្រូវតែចប់ចូលអានេះគឺខ្ញុំនិយាយចំណុចមួយមែនទេខ្ញុំនិយាយចំណុចជនលក្ខខណ្ឌដូចที่ខ្ញុំលើកឡើងអំបញ្ញមិញហ្នឹងគឺនៅក្នុងប្រទេសកម្ពុជាបងប្អូនសពថ្ងៃនេះកែវកបមហាជនស្រឡាញ់យុត្តិធម៌គឺពួកគាត់នៅតែស្រឡាញ់យុត្តិធម៌ប៉ុន្តែឱកាសអ្វីទៅឱកាសមនុស្សតែងតែស្ថិតនៅជាមួយនឹងសុខុមចាមសេរីភាពនិងអ្នកដែលមានទំនោរខ្លាំងសេរីភាពនិងអ្នកដែលមានទំនោរខ្លាំងអានេះពីរហ្នឹងដែលនាំមនុស្សចូលរួមមែនទេបើសិនជាមនុស្សអាចចូលរួមដោយសេរីហើយអ្នកនោះមានគុណភាពខ្លាំងគឺមនុស្សនឹងផុសផុលខ្ញុំលើកឧទាហរណ៍មួយដូចជាកាលគណៈបកសង្គ្រោះជាតិពេលដែលសំរងស៊ីកម្មសខាគាត់ចាប់ដៃគ្នាលើដំបូងរវាងគណៈបកភ្លើងទៀនណាគឹមលីសុកនិងគណៈបកសិទ្ធិមនុស្សពេលនោះបងប្អូនមានដឹងទេណែហ៊ុនសែនគាត់និយាយថាព្យុះក្នុងក្អមថាវិញពេលឆ្នាំ2013បងប្អូនមានចាំបាន2013ស្រាប់តែលបើកបងប្អូនលបើកនៅគណៈបកសិទ្ធិមនុស្សរបស់លោកប្រធានកម្មសិក្ខាមាន3កៅអីគណៈបកសំរងស៊ីភ្លើងទៀនហ្នឹងមាន26 27តែខ្ញុំអត់ដឹងទេផ្លេច26ចាស់ថាមាន26កៅអីបូកចូលគ្នាទៅបាន39កៅអីទេប៉ុន្តែហ៊ុនសែនគាត់ថាវាអត់មានបញ្ហាអីទេស្រីនាងគ្រាន់តែឆ្នាំ2013បងប្អូនលបើកលបាយុវជនស្រាប់តែក្រុងភ្នំពេញនឹងខ្ញុំភ្ញាក់ផ្អើលមើលមិនឃើញថាវាដល់ថ្នាក់នឹងយុវជនគណៈបកគ្រប់គ្រងគណៈបកសង្គ្រោះជាតិនោះវាថាវាញាក់សាច់មិនគេហៅថាញាក់សាច់បងប្អូនញាក់សាច់ស្រឹងថាបើចាប់ផ្កាយរណបមកពីលើមកគឺឃើញថាដូចស្រមោចហើយចំណែកគណៈបកប្រជាជននឹងឃើញជីឡានបានលុយហើយធ្វើមកឲ្យស្អុយកវេះសុខខាងគុំដល់គណៈបកប្រឆាំងនឹងគឺខ្លះនឹងទៅហើយគណៈបកប្រជាជននឹងបានលុយណារស់សុគន្ធពីគឺការដែលទៅហើយគណៈបកប្រជាជននឹងវាចិត្តសួនក៏យកលុយមកចាក់សាំងហើយគណៈបកប្រឆាំងរងគោឆ្នាំ2013ហើយនឹងឆ្នាំ2000ពេលហ្នឹងហ៊ុនសែនគាត់ចាប់ផ្ដើមញាក់សាច់ហើយអ្វីនេះខ្ញុំចង់និយាយឱកាសបងប្អូនសួរថាពីមុនណាហេតុអីបានជាអត់រមនឹងហេតុបានទេតែគណៈបកសិទ្ធិមនុស្សក៏ដោយគណៈបកនៃភ្លើងទៀនក៏ដោយគណៈបកសំរស៊ីក៏ដោយមិនខីប៉ុន្តែដូចខ្ញុំនិយាយបែបនេះសេរីភាពនិងភាពខ្លាំងនេះសេរីភាពនិងភាពខ្លាំងហេតុអីបើខ្ញុំនិយាយចឹងពេលណាដែលប្រទេសមួយមានសេរីភាពបញ្ចេញមនុស្សនឹងចេញអស់នៅក្នុងស្រុកខ្មែរបើមនុស្សមានសេរីភាពហ្នឹងអ្នកទៅចូលរួមគណៈបកប្រឆាំងគូថោកច្រើនណាស់បងប្អូនច្រើនមែនតែនមួយហេតុអីបានថាចឹងព្រោះនៅពេលណាដែលវាស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ធម្មតាដូចខ្ញុំនិយាយចឹងមនុស្សវាមិនមែនដូចសូនតារាទាំងអស់ទេវាមិនមែនដូចអ្នកតស៊ូមួយចំនួនទាំងអស់ទេគឺមនុស្សធម្មតាវាមានសេចក្តីភ័យខ្លាចនៅក្នុងនឹងពុកពេជ្រសំណាងសេចក្តីភ័យខ្លាចនៅក្នុងនឹងអញ្ចឹងណាពេលដែលស្ថានភាពវាមានគ្រោះថ្នាក់បើចិត្តមុនខ្ញុំជពាក់ណាអញ្ចឹងមនុស្សអត់ចូលរួមប៉ុន្តែទឹកចិត្តនោះទៅដែរអានេះខ្ញុំចង់និយាយចេះមែនទេបងប្អូននៅក្រៅប្រទេសណាសាកស្ថានភាពអំណោយផលមែនទេមានសេរីភាពដូចជានៅអាមេរិកដូចជានៅបារាំងដូចជានៅកូរ៉េអីចុះបងប្អូនខ្មែរនៅក្រៅប្រទេសទាំងអស់ខ្ញុំនិយាយថាសឹងតែ 90% ខ្ញុំអាចនិយាយថាអញ្ចឹង 90% បើគាត់មិនគ្រោះថ្នាក់គាត់មិនភ័យខ្លាចពេលដែលទៅលេងស្រុកខ្មែរណាគឺគាត់ចូលគណៈបកប្រឆាំងចេញមុខតាក់ទងទៅនឹងមូលនិធិទាំងអស់ចំណុចទី1ចំណុចទី2ខ្ញុំមើលឃើញថាមូលនិធិដែលខ្មែរនៅក្រៅប្រទេសប្រមូលគឺច្រើនណាបងប្អូនខ្ញុំអាចនិយាយថាច្រើនមែនទែនដោយសារតែមនុស្សផ្ញើទៅឯកជនផងផ្ញើទៅតាមក្រុមតូចផងវាអត់មានសមាគមឬអត់មានក្រុមណាមួយមកប្រទេសប្រមូលទេនៅក្នុងប្រទេសកម្ពុជានឹងវាចូលតាមច្រកតែមួយច្រកកាត់ក្បាត់ក្រហមឬហ៊ុនសែនគាត់ប្រមូលទៅអុកញ៉ាចូលតាមតែច្រកហ៊ុនសែននៅអត់ទេអានេះគឺរបាត់របាយកន្លែងនេះខ្ញុំចង់បញ្ជាក់ថាម៉េចបងប្អូនយើងគួរតែអរគុណខ្មែរយើង support SNG ដែលមកនៅក្រៅប្រទេសណាធ្វើការណាសម័យឆាំហត់នឿយហើយទឹកចិត្តនៅតែដដែលហើយខ្មែរយើងនៅក្នុងស្រុកមួយចំនួនជាពិសេសគណៈបកប្រជាជនដែលតែងតែប្រមាថមើលងាយពួកនឹងមិនដែលចូលលុយមករៀលពួកនឹងគឺគ្រាន់តែនិយាយ Facebook
เจนนรดนับใบเจปะเจ้าแต่ปนนกเสือนห้องแต่มันเนี่ยมีนักคลานั้นมันได้เป็นเลี้ยงด้วยหมักได้บอกว่านั่นคือปฏิกรรมไปเจนนึกก่อนบ้านแต่ทอดรูปก่อนท่านเนี่ยนั่นมีสนาใดแต่กันเชิงคนไซแต่ซาคนไซแต่ว่าไอ้ปะแต่นะเนี่ยได้ช่วยปฏิคลังอันนั้นคือขณะปักประชังหรือก็มหาชนใกล้ปฏิให้ได้มันจะถ่ายช่วยปีโปรช่วยเข้าปีกระตับปะไก่นั่นแหละเพียงแต่เราขย่มเฟื่อการเอากรมพลมวยในนี้ขย่มตัวบ้านประคาย$500กรมพลเหม็นช่วยขย่มได้นั่นขย่มช่วยขลุ่นไอ้ขย่มเฟื่อการวิจิตรเขาประเจ้ากำไรหรือเปล่าขย่มการมากอรวมจักกัดเดก็เฟื่อการในรวมจักกัดเดก็บ้านประคายปีรอยหามาเรียนแม้รวมจักช่วยก็ฮัตเต้เกี่ยกำลังพลกรรมเนี่ยได้โดยกประคายหนึ่งนั่นมีในท่าเกี่ยกระตับปะไก่จะมีในท่าเบอร์รถท่าบีบาลนั่นแต่ช่วยกองตัวประธานปีบ้าแต่ช่วยในจนเพียงสักแม้นช่วยแต่เจกระตับปากไก่ระบาดวันบางคนนั้นเจกระตับปากไก่บางทีมันตีเป็ดช่วยมันตีเป็ดแต่ช่วยเนี่ยจงเงื้ออันนี้ในประเทศกัมพูชาเป็ดแต่ที่ยังการเปลี่ยนตึกไหนอันนั้นเจกระตับปากไก่คนไทยบนมนุษย์อัดกระตับปากไก่มนุษย์อัดกระตับปากไก่จะโดยสมัยชันในเนี่ยโดยจีเนี่ยโซนห่างตายโดยจีโซนราโดยจีบ้องโป่งทำไมยังในกลายปฏิได้มันมีนซีประคายรถนั่นเองอดมีนกระตับปัดกัดในขนมตู้ในตีดำในจีสมาจักรอดจีบุกลักรอดเหมือนเตยริชกาไอติปัดไตก็ยกลุยกับเป้าหรือว่ากอดนั่งแต่ช่วยเกี่ยวถัดช่วยบารถาไปบาช่วยเกี่ยวถัดช่วยที่เกี่ยวถัดบ่มเป็นการเงียปรีจะเป็นเชียร์ไปโดนในการปรีจะเป็นตีติตู้หรือตู้โซนาสลัดเข้าจนปัดกาพลัดโดบัดกลุ่มนั้นเครื่องคลายตีปีจะเปียกกาลปีมาสมัยหายเยอะจบแต่หนึ่งประเทศบัดตีมวยมาสมัยที่ยงบานดักจำลองจึงประเทศบัดตีใบถาระบบคนโปรแกรมบังกราและใบออนไลน์ตายจับเน็ตซาเปอร์มีนไซปีออนไลน์ดักกบสุเพสให้อะไรดิโยนิมนปิโปรธรรมดาบางกันนาวิสรอบางกันนาวิสรอบอ่ะเต้าหนึ่งชันเป็ดระบบรัดอะไรในฝั่งสวอปวิอัดมินตัวไอเต้ในขนมระบบอะไรกันอุติหอชันเป็ดในรัฐบิบาลคนคือวันนี้กำเต็ดกันนะปัดไปช่างเจซอมรังสีที่หอจังบทสรุปขมาเนี่ยนาเจซอมรังสีดารุซอมรังสีอเมนตัวอันนี้มันต้องไปเจเขาใส่เมนตัวเจเลยขนาดมันเนี่ยจะบักอย่าทำเจเมนตัวแต่ได้เติมสูตรเจหน่อยนะการพิมพ์ภาษามันสิเก๋ขยมในเจอมเจแต่นี่มีจำไรเนี่ยได้บางจุดตัวกาบังกราบระบายออนไลน์คนได้ใบตัวจีจับเนี่ยได้ทอดหรือกบทรายปีระบายออนไลน์ดักกบตัวเองจังไม่ได้ทำไมขยมว่าดังได้ใบเจ็ดคนพิมพ์แบบกันมาขยมว่าดังได้เพราะถ้าไปโยงตามสักการแบบแบบนั้นมีในท้าวิจิตรการสำได้ดีสำได้ไอ้บางคนมีจำทฤษฎีโซนราเนี่ยการสมบัติไม่ได้หรอกเอาไว้เดี๋ยวคนใส่ในยังเคยนะคนกดสอบคือเชี่ยระบบคลายเอาไว้ได้เลยcái trong ở dưới khơi cứ chỉ ở vậy đây khi sầm đầy thì robot bích cái lẹ ở hơi robot bích cứ cái bàn prak này kia ao chặt trên ở hơi việc con tay chỉ ca chloi tọt chỉ môi nâng sầm biệt ăn trả chiết nâng giả cùng ăn trả chiết đâm bây ở khơi thằng anh chỉ nè bằng crab online và ta ca bằng crabហ្នឹងchỉ ca bằng crab nông xài thịt dần muối chỉ ca bằng crab nông camera muối miên tại camera robot ở nhà thô tê đây ai nè xài bàn crab pinu tôi chua cục tiểu nấy cứ về chẳng nấy cứ thay vào sân chỉ anh này nhom chụp bẹt tiền là bọn sao mấy nước nhom mình lương cho một giây thả hay là bạn nhận đặt tiền là bọn tôi bị sập mánh sập mánh để nhom cho một giây thả bà sân chỉ là thả bị bà bọc cả bọc crab cấtตะการออนไลน์กับสแกมเมอร์ให้ได้บ้านเชียร์ไปเชียร์โปรวัตโจรูมเหมือนบ้านบางคนโจรูมนั้นคือทอดจากการโจรูมมาจากการเอาไอ้ดำหนังตื่นเนี่ยอันยาทองจังเป็นในทางวิจิการสำได้ตีบอกว่านะวิจิการสำได้ตีบางวิมันไม่วิจิการสำได้เมียนในทางโนนาก็ไอโจรูมจำไหนแต่ขนมกาบสอบสายบ้านได้ให้ได้บรรทัยจังปิดรูป
បើកណាថតបើវាណែអត់មាននៅក្នុងកាមេរ៉ារបស់អាជ្ញាធរទេវាអាចថតចំរបស់ពិតវាអាចថតចំរបស់ចវាយខេតវាអាចថតចំរបស់ឧត្តមសេនីយ៍វាអាចថតហ្នឹងវាខឹងដល់ខឹងទៅចាប់មនុស្សដាក់គុកថ្ងៃក្រោយខ្មែរយើងនិយាយថតឲ្យដឹងថាមើលម្ចាស់អញ្ចឹងបានជាអាគេថតឲ្យយើងឃើញទៅអូប៉ូលីសគេបង្ហាញ fresh news គេបង្ហាញហ្នឹងគេថាចាប់ចំនួនប្រមាណហ្នឹងអាហ្នឹងគេរៀបចំទុកមុនអស់ហើយគេមិនចៃដន្យទេទីយើងឃើញអញ្ចឹងណាអាដានិកយើងទៅធ្វើតាមយើងថតចាំអាមែនតែនដល់ថតចាំអាមែនតែនបើអីបងប្អូនធម្មតាយើងត្រូវយល់តែចេះឧក្រិដ្ឋកម្មមួយដែលអាចចរាចរណ៍នៅក្នុងប្រទេសមួយយូរមកហើយដែលគ្មានការបង្ក្រាបទៅតែបង្ក្រាបនៅពេលដែលមានបទបញ្ជាណាវាតើតែឧក្រិដ្ឋជនទាំងអស់នោះវាមានខ្នងវាមានអាងវាមានអ្នកការពារហើយវាចែកផលប្រយោជន៍ជាមួយមន្ត្រីធំនេះសួងឈានវាចែកផលប្រយោជន៍ជាមួយមន្ត្រីធំវាចែកគ្នាស៊ីចាំមន្ត្រីធំម្នាក់មានអំណាចមិនមែនជាគ្នាសនរាទេអ្នកមានអំណាចហ្នឹងវាតតែអ្នកនឹងជាគ្នារបស់គុណម៉ណែតនៅក្នុងប្រទេសកម្ពុជាអ្វីទៅដែលហៅថាអ្នកមានអំណាចវាមានឥទ្ធិពលតាមឋានានុក្រមរបស់វាអ្នកមានអំណាចមានថាអ្នកដែលនៅចិត្តកាន់តែចិត្តហ៊ុនសែននិងហ៊ុនម៉ាណែតគឺអំណាចកាន់តែខ្ពស់មិនថាអ្នកនោះមានស័ក្តិប្រមាណទេអ្នកដែលនៅឆ្ងាយតំណែងអំពីហ៊ុនសែននិងហ៊ុនម៉ាណែតអំណាចកាន់តែខ្សោយអាហ្នឹងដូចទំនាញផែនដីអាហ្នឹងដូចថាទំនាញផែនដីនឹងមនុស្សនៅកាន់តែគៀកផែនដីវាទាញកាន់តែខ្លាំងនៅផុតលើអាកាសវាតែតែអញ្ចឹងបានន័យថាអ្វីទៅដែលហៅថាអ្នកមានអំណាចសូរិយាស្រ័យកូនកសិកម្មអ្នកមានអំណាចខ្ញុំនិយាយងាយយល់ហ្នឹងបងប្អូនស្ដាប់គ្នាអ្នកដែលកាន់តែគៀកហ៊ុនសែនបើមនុស្សមិនមានអំណាចមិនអាចទៅកាងហើយคลายទៅជាអុកញ៉ាមមហាសតិរកស៊ីមានបានដល់តែពេលអយុធនាការបង្ក្រាបហ្នឹងគេបង្ក្រាបដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មអន្តរជាតិទេតើគេមិនបង្ក្រាបមែនតើនេះណាហ្នឹងគេបង្ក្រាបជាការឆ្លើយតបអានេះបើយោងតាមការចាប់មនុស្សដាក់គុកនេះឈឹមសុផាតបើយោងតាមការចាប់មនុស្សដាក់គុកឯងបើគេបង្ក្រាបមែនតើគាត់ទៅហើយដល់តែពេលគេបង្ក្រាបតាមការឆ្លើយតបគឺគេបង្ក្រាបជាការសម្ដែងទេតើបងប្អូនអាមែនតើអត់ទេមួយទៀតខ្ញុំធ្លាប់និយាយថាគឺតើពួកគេទៅចាប់ល្បែងអនឡាញហ្នឹងគឺចាប់ជនរងគ្រោះឬក៏គេចាប់មេឧក្រិដ្ឋកម្ម scammer នេះឆោតអ្វីអីទៅជនរងគ្រោះដូចយើងចូលទៅចាប់មនុស្សមកទៅចូលទៅក្លឹបសន្តាគារមួយមានបុគ្គលិកធ្វើការនៅក្នុងហ្នឹងយើងទៅចាប់តែបុគ្គលិករដ្ឋបាលបុគ្គលិកចៃបៀបុគ្គលិកអីហ្នឹងមាន50-60នាក់ហ្នឹងហើយដល់មេវានឹងនៅវិណាផងរោមដែរឃើញតែចាប់តែកូនចៅអ្នកខ្លះគ្នាតែមិនដឹងផងគ្នាបានការងារហ្នឹងយកលុយទៅចិញ្ចឹមប្រពន្ធកូនមិនដឹងថាអាហ្នឹងនៅក្នុងក្នុងសន្តាគារឬក៏កាស៊ីណូហ្នឹងជាអក្រិតកម្មអនឡាញអីផងគីងរឿងអញ្ចឹងបានជាខ្ញុំនិយាយថាខ្ញុំក៏អត់ដឹងទេឆ្ងល់ដែរហេតុអីបានជារបបហ៊ុនប្រកាសយុទ្ធនាការបង្ក្រាប scammer នេះអក្រិតកម្មអនឡាញឬក៏អក្រិតកម្មចោលការឆោបោកបច្ចេកវិទ្យាប៉ុន្តែបែរទៅជាចាប់អ្នកផ្សាយព័ត៌មានហើយប្រកាសឲ្យប្រជាជនអំពាវនាវគឺការថតហ្នឹងជាការអំពាវនាវបើយោងតាមអញ្ចឹងមានន័យថាជាការសម្ដែងមានន័យថាគេមិនឲ្យយើងថតប្រទេសផ្ដាស់ទេខ្លាចចំរបស់ពិតទៅគឺប៉ះប្រយោជន៍ប៉ះជួនកាលមានចង្វាយខេតនៅពីក្រោយជួនកាលមានអាដាមសនីនៅពីក្រោយជួនកាលមានពួកមន្ត្រីនៅជុំវិញហ៊ុនសែនហ៊ុនម៉ាណែតពីក្រោយភ័យវាចាប់គំរាមមនុស្សកុំឲ្យថតមកទេកុំឲ្យថតអញ្ចឹងទៅគឺវាជួនកាលវាប៉ះប្រយោជន៍អ្នកដែលកាន់តែគៀកហ៊ុនម៉ាណែតដែរអាហ្នឹងយើងជាចេះតែសន្និដ្ឋានណាយើងចេះតែវាតម្លៃទៅតាមសភាពការនោះវាចម្លែកថាប្រទេសមួយដែលប្រកាសនៃបង្ក្រាបក្រតកម្មអនឡាញវាទៅជាចាប់អ្នកអនឡាញដាក់គុកដូច្នេះវាមានន័យថាតើតែវាខ្លាំងខ្លាយប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតសូនពេញទូរទស្សន៍សូនតាទីបងយូស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្តក់គំនិតប្រធានបទទី1ក្តៅឈឺចាប់3ជាន់មន់ព្រៃបើអួតហឹកហាក់ថៃវាយថៃអានេះជាសំណួរមួយឈឺចាប់3ជាន់បងប្អូនខ្ញុំនិយាយអំពីម្សិលមិញខ្ញុំនិយាយអំពីជេហើយក្នុងនោះមានការឈឺចាប់នៅក្នុងនឹងដែរណាចាំអាហ្នឹងសិតជាមេរៀនចិត្តសាស្ត្រមេរៀនចិត្តវិទ្យាចិត្តសាស្ត្រណាអ្នកដែលមើលទូរទស្សន៍សូនរាដូចបានអានសភៅចិត្តវិទ្យាអញ្ចឹងជេមាន4ធំតែខ្ញុំថែម5មួយទៀតត្រឡប់មកវិញបន្តិចទី1ខឹងបើដាល់មកពីកតាផ្សេងទី2ស្អប់ក៏មិនដាល់មកពីកតាផ្សេងទី3
រោគចិត្តមែនទេអានឹងសុទ្ធតែជាការបណ្ដាលមកពីណាកត្តាផ្សេងអីចឹងទៅអញ្ចឹងខ្ញុំមិននិយាយបន្តទៀតខាន់ត្រឹមនេះទី4ឈឺចាប់ដែលចូលប្រធានបទពាក់ព័ន្ធឈឺចាប់3ជាន់ណាអ្វីឈឺចាប់ជាន់ទី1ឈឺចាប់ខ្ញុំនិយាយអំពីសាវតាមុនថៃឆ្លៀនពៀនឈឺចាប់ជាន់ទី1គឺឈឺចាប់នឹងអយុត្តិធម៌សង្គមនៅក្នុងប្រទេសកម្ពុជាដោយសារតែការរំលោភសិទ្ធិមនុស្សការចាប់ចងចាប់មនុស្សដោយសេរីដោយរបបខ្មែរក្រហមដឹកមនុស្សយកទៅវាយចោលក្នុងត្បូងចោលតាមចិត្តរបស់អង្គការចាប់មនុស្សដោយសេរីគឺដោយសារតែហ៊ុនសែនបើកដៃដូចជំនាន់ប៉ុលពតអត់ស្គាល់ទេណាប៉ុលពតបញ្ជាតតែមនុស្សដែលស្គាល់បើថាខ្ញុំស្លាប់និយាយរឿងតើមនុស្សនៅចំនួនប៉ុលពតគេអូសយកទៅវាយចោលទាំងខ្សែប៉ុលពតបញ្ជាឬប៉ុលពតបើកដៃប៉ុលពតបើកដៃគ្រោះថ្នាក់មានន័យថាធ្វើឲ្យប្រទេសហ្នឹងคล้ายទៅជាប្រទេសឧក្រិដ្ឋកម្មប្រទេសហ្នឹងគឺជាប្រទេសព្រៃផ្សៃប្រទេសដេរឆានចុះប៉ុលពតបញ្ជាគាត់ស្គាល់ដូចសុនសេនដូចតាមុកអីហ្នឹងគាត់បញ្ជាអញ្ចឹងភាពខុសគ្នាយ៉ាងម៉េចរវាងហ៊ុនសែនបញ្ជានិងហ៊ុនសែនបើកដៃហ៊ុនសែនបញ្ជាតែគាត់ស្គាល់ដូចជាឪពុកសូនតារាដូចជាឪពុកខ្ញុំហ៊ុនសែនបញ្ជាដូចជាកម្មសខាហ៊ុនសែនបញ្ជាអ្នកដែលល្បីអ្នកដែលគាត់ស្គាល់អ្នកដែលគាត់គិតថាចង់ឆ្កឹះចោលសម្លាប់ចោលនេះវារចង់សម្លាប់អានឹងមួយចោលសម្លាប់នឹងខ្ញុំមិនចង់និយាយថាទឹកបាញ់ចង់និយាយថាមូលកជ្រោកដាវនេះថាចង់សម្លាប់ហៃវ៉ាណាមួយចោលបំបិតមាត់វាស្ងាត់ឈឹងមួយចឹងទៅចង់សម្លាប់ស្អីយុវជនក្មេងទៅគណៈបព្វជិជនហ្នឹងឈ្មោះស្អីសុធាទៀតអញ្ចឹងណាគាត់ចង់សម្លាប់សុធាមួយចោលកុំឲ្យវាលោឡាក្នុង Facebook ទៅស្លាប់អស់ហើយស្លាប់ម្ដងមួយប៉ុន្តែអាអ្នកកើតថ្មីវាចេះតែកើតមកទៀតណាទោះបីជាថាអ្នកហ្នឹងកើតបន្តិចមកហ៊ុនសែនហ្នឹងយកលុយទៅសម្លាប់ឬក៏ហ៊ុនសែនពួកកយកទៅបាត់អាហ្នឹងក៏អាថ្មីវាធ្វើតែកើតមកទៀតអាហ្នឹងដូចថាស្មៅវាចេះតែដុះមកទៀតអាហ្នឹងគឺជារឿងមួយនៃការឈឺចាប់ប្រទេសរបស់ខ្ញុំនិយាយជាន់ទី1គឺឈឺចាប់ដោយសារអយុត្តិធម៌សង្គមដោយសារតែការរំលោភសិទ្ធិមនុស្សដោយសារតែការគំរាមកំហែងដោយសារតែការចាប់ចងសេរីដោយថាសង្គមនឹងវាអាក្រក់អានេះជាន់ទី1ឈឺចាប់ជាន់ទី2គឺពេលដែលថៃឈ្លានពានទឹកដីឈឺចាប់ខ្លាំងណាស់ក្រោយថៃឈ្លានពានទឹកដីគឺមនុស្សមានការឈឺចាប់រហូតអ្នកខ្លះដែលអ្នកនៅតាមព្រំដែនណាតាមពិតទៅត្រូវតែមានគ្រូពេទ្យចិត្តសាស្ត្រមិនមែនមានតែស្បៀងទេការបាត់បង់ផ្ទះសម្បែងដែលខ្លួនឯងខំកសាងត្រូវរលាយទៅជារៀបទប់តែហ៊ានថៃបងប្អូនកិច្ចក្របផ្ទុះក្របធ្លាក់មិនស្មើនឹងការបាត់បង់ផ្ទះសម្បែងឈរមើលផ្ទះដែលជាស្នាមអនុស្សាវរីយ៍ដេករត់យកនឹងត្រូវបានគេកំទេចចោលទេឈឺជាងក្របបែកឈឺជាងក្របថៃធ្លាក់ក្បែរផ្ទះទៅទៀតបងប្អូនណាអានឹងគឺជាការឈឺចាប់ទី2ណាឈឺចាប់ទី3គឺពេលដែលថៃកាត់យកទឹកដីហើយថែមទាំងហ៊ុនសែនចាប់មនុស្សដាក់គុកគំរាមអ្នកដែលនិយាយអំពីបញ្ហាព្រំដែនអ្នកដែលនិយាយព័ត៌មានពិតអ្នកដែលបញ្ចេញមតិសម្ដែងនឹងសេចក្តីជឿចាប់ចំពោះការបាត់បង់ទឹកដីអានឹងជឿចាប់ជាន់ទី3អាឡែកមកគោលអញ្ចឹងនៅក្នុងការជឿចាប់3ជាន់នេះណាបងប្អូនមីឆេលគឺជាសច្ចៈមួយដែលបងប្អូនមើលឃើញនៅក្នុងប្រទេសកម្ពុជាមានខ្ញុំនិយាយបន្តទៀតវាមានការឈឺចាប់ណាស់ចិនតាកឹមដោយផ្ទាល់និងការឈឺចាប់ប្រយោលមែនទេនៅក្នុងការឈឺចាប់3ជាន់ហ្នឹងគឺមានការឈឺចាប់ផ្ទាល់និងការឈឺចាប់ប្រយោលពីដើមយើងឈឺចាប់តែមួយជាន់នេះគឺអយុត្តិធម៌សង្គមអយុត្តិធម៌មានតែវាអស់ហើយមែនទេអាមនុស្សជនស្លូតត្រង់ទៅជាជាប់គុកចាប់មនុស្សសេរីចឹងទៅឈឺចាប់តែពីអយុត្តិធម៌សង្គមដែលបង្កើតដោយរបបហ៊ុនសែនដល់តែពេលថៃឈ្លានពានយើងឈឺចាប់មួយជាន់ទៀតអយុត្តិធម៌សង្គមហ្នឹងវាជាន់ណាសង្កត់អារម្មណ៍របស់យើងហើយបរទេសឈ្លានពានយកទឹកដីណាវាជាន់ណាសៅរិទ្ធសង្កត់អារម្មណ៍ទៀតពេលដែលបរទេសឈ្លានពានសង្កត់យកទឹកដីហើយវាជួយចាប់មួយជាន់ទៀតមិនឲ្យយើងនិយាយបញ្ចេញមតិមិនឲ្យយើងយំទៅទៀតអានឹងជាន់ទី3ចុះម្សិលនេះខ្ញុំនិយាយពីការជួយចាប់ផ្ទាល់និងការជួយចាប់ប្រយោលការជួយចាប់ផ្ទាល់បើនិយាយអំពីអយុត្តិធម៌សង្គមការរំលោភសិទ្ធិមនុស្ស
ដូចជាខ្ញុំសូនតារាម៉ាំងចំណៃឈឺចាប់ផ្ទាល់ក្រុមគ្រួសារខ្ញុំឈឺចាប់ផ្ទាល់អ្នកដែលស្អប់អយុត្តិធម៌ឈឺចាប់ប្រយោលអ្នកដែលស្អប់អយុត្តិធម៌គឺកុំច្រឡំថាហ៊ុនសែនគាត់ទៅធ្វើបាបមនុស្សម្នាក់តែមនុស្សមួយគ្រួសារនឹងឈឺចាប់មែនទេឧទាហរណ៍ដែលខ្ញុំឧស្សាហ៍លើករឿងអយុត្តិធម៌អុកញ៉ាមួយគាត់ណាយកកភ្លើងទៅបាញ់សម្លាប់មនុស្សនៅក្នុងផ្ទះទាំងឆៅហ្នឹងក្រុមគ្រួសារហ្នឹងគឺឈឺចាប់ផ្ទាល់ប៉ុន្តែមហាជនឃើញរឿងហ្នឹងក៏ដៅក្រហាយអយុត្តិធម៌ទ្រាំមិនបានទេក៏ជេរក៏ដាក់បដាសាតេះឌីលណាដោយសារតែកំហឹងទូចមិនអាហ្នឹងគេហៅឈឺចាប់ប្រយោលឥឡូវយើងនិយាយអំពីការឈឺចាប់ផ្ទាល់ពាក់ព័ន្ធជាមួយនឹងការឈ្លានពានទឹកដីខ្ញុំនិយាយអំពី2ចំណុចនៅដដែលមែនទេ2ចំណុចទី1អយុត្តិធម៌សង្គមដូចជាខ្ញុំណាមិនអត់នៅតាមព្រំដែនទេខ្ញុំឈឺចាប់ទី1គឺអយុត្តិធម៌ដោយសារតែហ៊ុនសែនចាប់ឪពុករបស់ខ្ញុំជាចំណាប់ខ្មាំងដើម្បីបង្ខំឲ្យខ្ញុំចុះចូលនិងបំបិទមាត់អាហ្នឹងគឺទី1ដូចជារងឈុនណាដូចជាកម្មសខាដូចជាអ្នកជាប់គុកភុនយុទ្ធជនពិការដូចជាអ្នកជាប់គុកសារព័ត៌មានអ្នកដែលត្រូវបញ្ចេញមតិហើយហ៊ុនសែនទៅចាប់ដាក់គុកអានេះខ្ញុំនិយាយទាំងអ្នកនយោបាយទាំងអ្នកមិននយោបាយទាំងគ្រូបង្រៀនមានឃើញចាប់គ្រូបង្រៀនដាក់គុកដែរទាំងជនពិការអានេះគេហៅឈឺចាប់ផ្ទាល់ទាំងសូនតារានិងក្រុមគ្រួសារសូនតារាអានេះគេហៅឈឺចាប់ផ្ទាល់តែឈឺចាប់ប្រយោលឈឺចាប់ប្រយោលគឺមនុស្សដែលស្អប់អំពើអយុត្តិធម៌ដូចជាអាលក្ខថ្មគោលអីហ្នឹងគាត់ស្អប់អំពើអយុត្តិធម៌ខ្មែរនៅក្នុងប្រទេសដែលស្អប់អំពើអយុត្តិធម៌គាត់ឈឺចាប់ប៉ុន្តែគាត់អត់ហ៊ានសម្ដែងនេះព្រោះទេព្រោះខ្លាចដោយរបបប៉ុលពតនេះណាដូចទូចប៊ុននិននេះហ្នឹងគាត់ឈឺចាប់ប្រយោលមិនគាត់អត់ប៉ះពាល់ទេបាទអញ្ចឹងអ្នកដែលឈឺចាប់គឺនាំឲ្យអ្នកនោះប្រតិកម្មវាអាចឲ្យអ្នកនោះជេរវាអាចឲ្យអ្នកនោះតេះឌៀលវាអាចឲ្យអ្នកនោះនឹងគឺសម្ដែងមតិប្រឆាំងទៅនឹងជនប្រជាការអញ្ចឹងបានខ្ញុំនិយាយកាលពីម្សិលមិញនៅក្នុងពាក្យជេរហ្នឹងណាវុតគឺវាមានការឈឺចាប់នៅក្នុងហ្នឹងមនុស្សយើងបើអត់ឈឺចាប់អត់ជេរទេបងប្អូនមែនទេហើយជេរមានវិជ្ជមាននិងអវិជ្ជមានតែទោះយ៉ាងណាក៏ដោយបើសម្រាប់សូនតារាខ្ញុំអត់ជេរទេមែនទេខ្ញុំមិនអាចទៅដើរខាត់អ្នកណាបានទេព្រោះខ្ញុំមិនមែនជាព្រះដែលគ្រប់គ្រងអារម្មណ៍មនុស្សទេខ្ញុំជាមនុស្សដូចតែគេដូចតែឯងដែរខ្ញុំជាមនុស្សខ្ញុំមិនមែនរុក្ខជាតិខ្ញុំមិនមែនជាព្រះពុទ្ធខ្ញុំមិនមែនអ្នកត្រាស់ដឹងទេខ្ញុំមានអារម្មណ៍ខ្ញុំកើតទុក្ខខ្ញុំសប្បាយខ្ញុំសោកខ្ញុំឈឺចាប់ខ្ញុំវេទនាមែនទេខ្ញុំអត់អមតៈអីទេខ្ញុំដូចតែគេចឹងដូច្នេះខ្ញុំមិនអាចទៅខាត់អ្នកណាបានទេប៉ុន្តែយើងអាចខាត់ខ្លួនឯងបានមែនទេយើងមិនអាចខាត់អ្នកណាបានប៉ុន្តែយើងអាចខាត់ខ្លួនឯងបានគឺជាឧត្តមគតិបើមនុស្សម្នាក់អាចខាត់ខ្លួនឯងបាននៅក្នុងប្រទេសកម្ពុជាមនុស្ស10លាននាក់គឺខាត់លែងមានការជេរប្រមាថហើយអាហ្នឹងគឺនិយាយអំពីអយុត្តិធម៌សង្គមអ្នកដែលត្រូវហ៊ុនសែនចាប់ចងធ្វើបាបគ្រួសារគឺឈឺចាប់ផ្ទាល់ហើយចំណែកអ្នកដែលស្អប់អំពើអយុត្តិធម៌ឈឺចាប់ប្រយោលអ្នកដែលឈឺចាប់ប្រយោលនៅក្នុងស្រុកមិនហ៊ាននិយាយអ្នកដែលឈឺចាប់ប្រយោលនៅក្រៅស្រុកគឺហ៊ានសម្ដែងមតិអ្នកខ្លះទ្រាំមិនបានជេរទៅដើម្បីធូរទ្រូងអាហ្នឹងមួយមែនទេវាអត់មានមធ្យោបាយណាក្រៅតែពីអញ្ចឹងទេសូហ្វីពេជ្រដាក់បដាសាទៅបដ ாய் ទី2សង្គ្រាមទៅតាមព្រំដែនអ្នកឈឺចាប់ផ្ទាល់បងប្អូនមិនបាច់ខ្ញុំនិយាយទេគឺជនភៀសសាក់បច្ចុប្បន្នដែលបាត់បង់ផ្ទះសម្បែងដែលឈរមើលគេឈូសផ្ទះឈរមើលគេជីកបន្លាយឈរមើលគេដាក់កុងតឺន័រកាត់យកភូមិឈរមើលគេដាក់បន្លាលុះកាត់យកភូមិឈឺចាប់ណាស់អានឹងឈឺចាប់ផ្ទាល់ឈឺចាប់ប្រយោលគឺប្រជាជនខ្មែរគ្រប់រូបទូទាំងប្រទេសដោយតែខ្ញុំនិយាយកាលពីម្សិលមិញហ្នឹងការឈ្លានពានបាត់បង់ទឹកដីណាមិនមែនអ្នកណាម្នាក់សប្បាយចិត្តទេមនុស្សគ្រប់រូបឈឺចាប់ហើយនេះគ្មាននរណាសប្បាយចិត្តដែលខ្ញុំជំទាស់ទៅនឹងសារចំអករបស់លោកម៉ែនកំសែងនេះណាគ្រាន់តែថាការប្រតិកម្មខុសគ្នាប្រតិកម្មរបស់គណៈបកប្រជាជនខឹងតែថៃដល់តែប្រតិកម្មរបស់គណៈបកប្រឆាំងនៅខ្មែរក្រៅប្រទេសមិនមែនគណៈបកប្រឆាំងដែលស្រឡាញ់យុត្តិធម៌ហ្នឹងខឹងថៃផងគឺខឹងហ៊ុនសែនផងដែលមិនអាចការពារទឹកដីបានហ្នឹងគេខឹងហើយមិនអាចការពារទឹកដីបានបើយើងជាអ្នកដឹកនាំទូនាទីរបស់យើងការពារទឹកដីឥឡូវទឹកដីយើងបាត់ភូមិបាត់ឃុំបាត់វត្តបាត់ប្រទេសទៅហ៊ានបាត់អីទាំងអស់អានឹងគេខឹងមានអីខុសមិនក៏ខឹងគេត្រូវខឹងខ្លួនឯងត្រូវផ្ទះក៏ភ្លៀងខ្លួនឯងតទៅទៀតអញ្ចឹងអានឹងគេហៅថាការឈឺចាប់ណាផ្ទាល់ការឈឺចាប់ប្រយោលការឈឺចាប់អានឹងគឺវាមាន2ជាន់អាជាន់ទី3អាជាន់ដែលយើងឈឺចាប់ផ្ទាល់ហើយឈឺចាប់ប្រយោលហើយឈឺចាប់នឹងថៃឈ្លានពានផងឈឺចាប់នឹងហ៊ុនសែនធ្វើបាបផងឈឺចាប់នឹងអយុត្តិធម៌សង្គមផងអញ្ចឹងយើងអាចទាញសន្និដ្ឋានមកថានៅក្នុងប្រទេសកម្ពុជាណា
ការកំពុងធំក្រោមការដឹកនាំរបស់ហ៊ុនសែនប្រទេសកម្ពុជាមានតែការឈឺចាប់តែប៉ុណ្ណោះនេះមានតែការឈឺចាប់អត់មានសុភមង្គលទេអត់មានសុភមង្គលទេគ្រាន់តែថាអ្នកដែលមានសុភមង្គលអ្នកដែលរស់នៅដែលអត់មានការឈឺចាប់គឺជាមនុស្សដែលមិនខ្វល់អ្វីទាំងអស់នៅក្នុងប្រទេសកម្ពុជាគ្រប់មនុស្សទាំងអស់មានការឈឺចាប់ពីព្រោះសង្គមហ្នឹងគឺជាសង្គមណាផ្ដាច់ការសង្គមផ្ដល់នៅសេចក្តីឈឺចាប់ឲ្យមនុស្សមានតែមនុស្សដែលអត់ខ្វល់អីទាំងអស់អាណាងាប់អីងាប់ទៅអញគិតតែពីផឹកស៊ីច្រៀងរាំទៅលេងស្រុកខ្មែរដើរសបាយចង់ឲ្យបាត់ដីចង់អាណាងាប់អាណារស់អីទៅអាណាជាប់គុកអាណាអយុត្តិធម៌ទៅមានតែមនុស្សដែលមិនខ្វល់អ្វីទាំងអស់ទេទើបអាចរស់នៅបានដោយសប្បាយហើយខ្ញុំធ្លាប់លើកឡើងនៅតែការពិតដដែលនៅក្នុងប្រទេសកម្ពុជាគឺមនុស្សមានតែអ្នកអាត្មានិយមនិងមនុស្សធ្វើឈួតមនុស្សធ្វើឈួតមនុស្សជាមនុស្សត្រឹមត្រូវមនុស្សនិយាយការពិតជាប់គុកទាំងអស់អ្នកកសែតក៏ដោយធ្វើឈួតទៅលេងអីអ្នកសារព័ត៌មានក៏ដោយធ្វើឈួតលេងអីទៅវិញព្រោះសង្គមនឹងណាតម្រូវឲ្យមនុស្សឈួតមកនេះអញ្ចឹងសង្គមដែលដឹកនាំដោយរបបបច្ចុប្បន្ននេះគឺជាសង្គមដែលបង្កើតនៅសេចក្តីឈឺចាប់បង្កនៅសេចក្តីឈឺចាប់និងធ្វើឲ្យមនុស្សឈួតទេមនុស្សកើតរោគចិត្តសឹងទាំងអស់មែនទេមន់ព្រៃកើតរោគចិត្តសឹងទាំងអស់សង្គមមួយដែលមានយុត្តិធម៌សង្គមទើបជាសង្គមដែលធ្វើឲ្យមនុស្សនឹងមានសេចក្តីសុខសុភមង្គលពិតប្រាកដគ្រាន់តែថាការឈឺចាប់នៅក្នុងប្រទេសកម្ពុជានោះវាមានតែសម្លេងពីរទេគឺសម្លេងដែលមានតែនៅក្នុងបេះដូងទ្រាំមិនអាចនិយាយបាននិងសម្លេងដែលអាចនិយាយបានក្រៅពីនឹងគឺអត់មានអីឡើយចំណិត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាសូសាម៉ាឌីស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់អានេះខ្ញុំនិយាយជូនចាប់ឥឡូវខ្ញុំសួរបងប្អូនមើលតើនៅក្នុងប្រទេសកម្ពុជានិងពលរដ្ឋខ្មែរទាំងអស់នរណាមិនឈឺចាប់នរណាមិនឈឺចាប់ណាពេលណាដែលមេដឹកនាំមួយដឹកនាំប្រទេសបង្កើតការឈឺចាប់ឲ្យគេម៉ាក់ស៊ីប៉ូឡូអាអ្នកដឹកនាំខ្លួនឯងក៏ឈឺចាប់ដែរវាបង្កើតបរិស្ថានឈឺចាប់អាចំហាយឈឺចាប់ហ្នឹងណាវាឆ្លងទៅវិញអញ្ចឹងហ៊ុនម៉ាណែតហ៊ុនសែនក៏អត់មានសេចក្តីសុខសុភមង្គលពីការដឹកនាំរបស់ខ្លួនដែរអត់មានទេមែនទេបើគាត់មានសេចក្តីសុខសុភមង្គលអំពីការដឹកនាំរបស់គាត់ហ្នឹងគឺមានន័យថាគាត់អត់មានខ្វល់អីទាំងអស់ចំប្រទេសជាតិទៅជាស្អីទៅប្រជាជនងាប់រស់ទៅជាស្អីទៅប៉ុន្តែវាអត់អញ្ចឹងទេគាត់នៅខ្វល់នេះគាត់នៅគិតគាត់នៅចង់ទុកទល់គាត់នៅការពារអាហ្នឹងមានន័យថាគាត់ក៏រងឈឺចាប់ដែរបងគាត់ន័យថាសង្គមកម្ពុជាគឺពោពេញដោយសង្គមឈឺចាប់ណាគ្មាននរណាម្នាក់ដែលកិច្ចផុតឡើយអញ្ចឹងបានយើងត្រូវសួរថាហ៊ុនសែនដឹកនាំប្រទេសគឺគាត់ដឹកនាំយូរប៉ុណ្ណាសេចក្តីឈឺចាប់យូរប៉ុណ្ណាឃើញទេបន្តទៅហ៊ុនម៉ាណែតយូរប៉ុណ្ណាសេចក្តីឈឺចុកចាប់នៅក្នុងប្រទេសកម្ពុជាយូរប៉ុណ្ណឹងបើមិនចុកចាប់ដោយសារតែបរទេសឈ្លានពានក៏ចុកចាប់ឈឺចាប់ដោយសារតែការគំរាមកំហែងយកប្រទេសកម្ពុជាជាចំណាប់ខ្មាំងចាប់ចងសេរីណាឬក៏ការគិតសង្កត់បំបិតសេរីភាពបន្លាចវាคล้ายទៅជាណាដូចជារដ្ឋាភិបាលខ្មោចលងមនុស្សឲ្យខ្លាចរហូតអញ្ចឹងសេចក្តីភ័យខ្លាចគឺកើតមាននៅក្នុងក្រោមការដឹកនាំរបស់ហ៊ុនសេចក្តីឈឺចាប់កើតមាននៅក្រោមការដឹកនាំរបស់ហ៊ុនមែនទេសេចក្តីអត់ឃ្លានសេចក្តីអត់ធ្មត់សេចក្តីទ្រាំសេចក្តីទុកលំបាកផ្លូវចិត្តគឺកើតមានណានៅក្នុងរបបហ៊ុនបងប្អូនមើលទៅគឺអត់មានអីខុសពីនឹងទេអត់មានខុសពីនឹងទេបច្ចុប្បន្នណាដូចខ្ញុំថាអញ្ចឹងសួរថាចុះឃើញគេទៅសបាយគ្រប់គ្នាមនុស្សវាអត់ខ្វល់មនុស្សខ្វល់ទៅសបាយមិនកើតបងប្អូនខ្ញុំសបាយមិនកើតទេអ៊ូជីមួយអត់កើតមែនទេសំបីអត់ទេខ្ញុំមិនចំទោះអីទេឃើញបងប្អូនគាត់ថតច្រៀងរាំហ្នឹងបងប្អូនណាមិនបានខ្ញុំអត់ដែរឃើញខ្ញុំច្រៀងអត់ដែរឃើញខ្ញុំរាំសំបីតែខ្ញុំទៅកម្មវិធីមិនអត់ទៅណាខ្ញុំទៅប៉ារីសខ្ញុំទៅកម្មវិធីបងប្អូនមិនធ្លាប់ឃើញទេដល់ខ្ញុំទៅកម្មវិធីមានគេធ្វើបុណ្យណែគេហៅថាវាធ្វើកម្មវិធីរៀងគេប្រាក់ព្រះត្រីសមោសយទៅខ្ញុំនៅក្រុងខ្ញុំនេះខ្ញុំទៅកម្មវិធីមានគេចុចអកកដងមានគេច្រៀងបងប្អូនមិនដែរឃើញខ្ញុំផ្សាយផ្ទាល់ទេពីមុនខ្ញុំផ្សាយតាឥឡូវនេះណាខ្ញុំរស់សប្បាយមិនឃើញចូលឆ្នាំខ្មែរនេះខ្ញុំក៏អត់ចូលរួមចំណែកđểថតអ្នករាំអីដែរមែនទេខ្ញុំអត់មានអារម្មណ៍ទៅថតអ្នករាំអត់មានអារម្មណ៍ទៅថតអ្នកច្រៀងអត់មានអារម្មណ៍ទៅលើកដៃណាឲ្យណាសាររបស់នេះខ្ញុំទៅវាមិនរួចប៉ុន្តែខ្ញុំមានចំទោះបងប្អូននេះណាបងប្អូនធ្វើក៏ធ្វើចោះអានេះសម្រាប់ខ្ញុំឯងពីព្រោះខ្ញុំមានអារម្មណ៍មួយក្តុកក្តួលណាបងប្អូន
hơi nơi không có thể cam chia để kinh doanh tham mô sầm bài nữa anh na chặt không này với tôi là được nhom thay cho mình luôn nên cứ vì lên khó lấy tập anh na ngọt từ bát tên bát đây bát từ hay thay bộ mê đập nom nứng sầm bài đời nhỉ nhâm đã uất đã sâu từ đây tiên không còn lòng pe phải chi cho nó rót mơn cru sa để dùng tam xây ra đi tháp bát đây mà khai cả cái mối nát anh thì lòng này anh nứng cũng tham mê bao nhiêu trăm mén á cái tay chìm chưa là không chân men chẳng này tay bảo tam rụp phim chân á miền đi tham mê đập nom nó đôi chỉ ắt không ấy sắc nên nhom sầm bài mình cả tỷ chúng nó tỷ prey cho mình share ไป donate កាន់ prey cho mình được tayទៀតទូរទស្សន៍សនបារាស្រាប់ខោជន់បដិកាដាក់ខាយអាហារផ្លាស់ប្ដូរណោះគុណិត4 điểm បើអួតហឹកហេថៃវៃថែមបងប្អូនមែនទេបើអួតហឹកហេថៃវៃថែមបើបងប្អូនមើលចំណងជើងនេះអាចអស់សំណោយត្រូវឬគ្រូមិនទៅពាក់ព័ន្ធនេះជាមួយអួតហឹកហេថៃវៃថែមបងប្អូនយើងត្រូវដឹងថាករណី2យ៉ាងសូនរានិយាយបែបចិត្តសាស្ត្របែបជួយចិត្តសាស្ត្រឲ្យជួយមែនទេជួយទៅដល់ហ៊ុនម៉ាណែតដែរស្ដាប់បានប៉ុណ្ណេះព្រោះហេតុអីបានគេថាលោកគ្រូថាចុះមិនបានលោកគ្រូនិយាយទៅមានពាក្យខ្លះជួយទៅដល់ហ៊ុនម៉ាណែតឬហ៊ុនសែនចុះធម្មតាពាក្យគុណធម៌គឺជួយដល់មនុស្សលោកតាឲ្យតែមនុស្សព្រមស្ដាប់បងប្អូនដូចជាធម៌របស់ព្រះពុទ្ធអានេះខ្ញុំនិយាយទៅព្រះពុទ្ធសំដែងធម៌បីសាច់ក៏ដោយអង្គលីមាក៏ដោយឲ្យតែស្ដាប់គឺជួយស្ដាប់គឺជួយឲ្យតែស្ដាប់មែនទេជន់គីមីអញ្ចឹងខ្ញុំនិយាយនេះបានบอกខ្ញុំបំភ្លឺបងប្អូនដែរលោកគ្រូមិនតែជួយហ៊ុនសែនជួយម៉ាណែតអត់ទេសូនរានិយាយការពិតសច្ចធម៌ណូណាស្ដាប់គឺអ្នកនឹងជួយទៅដល់អ្នកហ្នឹងណាខ្ញុំនិយាយ2ចំណុចហើយជាលក្ខណៈចិត្តសាស្ត្រដែលបងប្អូនមិនងាយបានស្ដាប់ហើយបងប្អូនណាមិនមានអ្នកណាហ៊ាននិយាយអានេះមិនងាយបានស្ដាប់ហើយណាហេងហាក់ជន់សៀងហួយនឹងមិនងាយបាននិយាយឬក៏នឹកឃើញនិយាយមិនកើតទី1គឺយើងមើលហេតុដែលកើតមកអំពីអំនួតពុតស្អីខ្ញុំនិយាយរឿងហ្នឹងទៅតែនិយាយដដែលដើម្បីដាក់ទឿនដើម្បីឲ្យមនុស្សដឹងខ្លួនដែរហើយខ្ញុំតែងតែលើករឿងអក្សរសិល្ប៍ចិនរឿងសាមកុកដែលកងទ័ពឆៅ80,000 នាក់ចាញ់កងទ័ព50,000 នាក់របស់ខុងមិញហើយនឹងស៊ុនឈៀនដោយសារឆៅឈ្នះពេកមនុស្សទៅជាអំនួតក្អេងក្អាងមែនទេអំនួតក្អេងក្អាងតែជាហេតុនៃបរាជ័យហ៊ុនសែនពេលដែលគាត់រំលាយគណៈបកគាត់ណាទប់ទល់ទណ្ឌកម្មរហូតពីពិភពលោកភ្ជង់ទណ្ឌកម្មដាក់គាត់ទៅជាពិភពលោកថយណាលែងដាក់ទណ្ឌកម្មទួតលែងដាក់ទណ្ឌកម្មគាត់សីហាឈីទៅជាប្រទេសខ្លះទៅចូលរួមជាមួយគាត់បំភ្លេចមែនទេកម្មសខាក៏គេលែងនឹកឃើញសំរងស៊ីក៏គេលែងនឹកឃើញមែនទេអីក៏គេសូវលែងនឹកឃើញហើយមានមនុស្សទៅចោះចូលគាត់ច្រើនធ្វើឲ្យគាត់មានមោទនភាពគាត់ខ្លាំងដល់ខ្មែរគាត់កំទេចខ្មែរបានគាត់ក៏យល់ឃើញថាថៃមិនដល់គាត់មើលងាយដោយសារតែថាក់ស៊ីនណាគ្រូសាថាក់ស៊ីនប្អូនស្រីថាក់ស៊ីនកូនថាក់ស៊ីនសិតតែឆ្លងកាត់ប្រទេសកម្ពុជាហ៊ុនសែនជួយថាក់ស៊ីនមានផ្ទះមួយឲ្យថាក់ស៊ីនផ្ដល់ប៉ាសពតខ្មែរឲ្យថាក់ស៊ីននិងក្រុមគ្រួសាររធីអត់លិនពេលនេះមកឲ្យគាត់មើលងាយគេមើលងាយមែនទេបងប្អូនបើកណាយើងទៅអោនដាក់អ្នកណាទៅទទួលផលប្រយោជន៍ណាទៅជាមើលងាយដល់តែហ៊ុនសែនគាត់កើតការមើលងាយគាត់អត់ប៉ាន់ប្រមាណកម្លាំងថៃមិនមែនគឺស្ថិតនៅក្រោមក្រុមគ្រួសារថាក់ស៊ីនទេក្រុមគ្រួសារថាក់ស៊ីនគេឲ្យងើបណាមិនគាត់គិតគេឲ្យគួយមែនទេថៃមិនមែនកម្ពុជាស្ថិតនៅក្រោមគ្រួសារហ៊ុនឡើយហ៊ុនសែនគាត់គិតថាអូបើសិនជាថាក់ស៊ីនឈ្នះឆ្នោតនឹងថាក់ស៊ីនឈ្នះហើយស្អែកគេដកចេញពីកម្ពុជាប្រទេសថៃប្រជាជននៅប្រជាជនមានអំណាចទៅជាស្ដេចអត់អំណាចក៏ប្រជាជនមានអំណាចដែរកងទ័ពមានអំណាចដែរគឺមិនទៅជាសេរីបានទេអញ្ចឹងគាត់កើតអានេះខ្ញុំនិយាយពីសៅបដាការពិតមែនទេនិយាយទៅដាក់មនុស្សឲ្យជួយមនុស្សវិញជួយមនុស្សថាអូទៅទទួលស្គាល់ថាអបរាជ័យអភិនិស្សកម្មគឺកើតពីអំនួតកើតពីការមើលងាយកើតពីការដូចខ្ញុំនិយាយមិញអំបញ្ញមិញទៅកំតិចខ្មែរបានទប់ទល់ជាមួយអន្តរជាតិបានហើយមានមនុស្សទៅចោះចូលមានមនុស្សទៅផ្សាយបង្គំច្រើនរហូតបាននេះគឺទៅសម្របសម្រួលសំបីតែថៃថាក់ស៊ីនក្រុមគ្រូថាសាថាក់ស៊ីនក៏ជាបងប្អូនធွာជាមួយគ្នាទៀតក៏ឆ្លង
ជាមួយគ្នាទៀតហ្នឹងទៅរហូតដល់ផ្សាយវីដេអូបែកធ្លាយអាបែកធ្លាយទៅបញ្ចេញមកធ្វើដូចសេងសេរីហ្នឹងធ្វើបាបកម្មសខាធ្វើបាបពេញសេរីដល់ធ្វើបាបថៃមានឯណាបងប្អូនណាថៃគេអត់ថៃទេគេបោះថងឋានចេញទៅគេចាប់ថាក់ស៊ីនដាក់គុកទៅគេលេងហ៊ុនសែនបាវបាត់អ្នកណានិយាយខុសពីហ្នឹងគឺអត់បាត់ចុះពីមុនមកក៏ថៃមិនវាយពីមុនមកថៃចាប់តែគណៈបកប្រឆាំងដាក់គុកតាហើយបញ្ជូនមកឲ្យហ៊ុនសែននេះថាមានតែនេះណាសូម្បីតែអគិតកោបាញ់សម្រាប់លឹមកឹមយ៉ាក៏វារត់មកនៅស្រុកខ្មែរដែរមានប៉ូលីសថៃមានអីណាមានព្រំដែនគេនៅគោរពអីតាវាកើតចេញពីអាការប្រមាថវាកើតចេញអំពីអំនួតបងប្អូនណាអានេះវាចូលធម៌ព្រះពុទ្ធណានៅក្នុងនេះមានប្រដាច់ប្រគុណដែលធ្លាប់បួសឬក៏មិនបាច់ចាស់ទេអាហ្នឹងគឺធម៌ទូទៅអ្នកខ្លះដែលគេបានធ្លាប់បានអានគេដឹងណាមុនបរិនិព្វានណាព្រះពុទ្ធបានបន្សល់នៅពុទ្ធដីកាមួយឃ្លាថាចូលកុំប្រមាថខ្ញុំមិនហ៊ានបកស្រាយចំនួនលោកទេប៉ុន្តែជាអាហ្នឹងមានន័យថាម៉េចប៉ុន្តែតាមការយល់ឃើញរបស់ខ្ញុំកុំប្រមាថហ្នឹងគឺកុំឆ្វេសប្រហែសមែនទេកុំឆ្វេសប្រហែសគ្រោះថ្នាក់កើតបានទីជាមួយឆ្វេសប្រហែសកុំប្រមាថហ្នឹងគឺព្យាយាមទន្ទិញឲ្យវានឹងថឹងស្មឹងស្មាតឲ្យច្បាស់ឧទាហរណ៍ថាឲ្យសតិនៅនឹងជានិច្ចតាមខ្ញុំយល់ទេណាដូចយើងធ្វើកិច្ចការគេថាយើងកុំប្រមាថកុំមើលងាយសតិយើងឲ្យសមាធិឲ្យផ្ចិតផ្ចង់កុំប្រមាថមែនទេកាលណាធ្វេសប្រហែសស្មើមើលងាយបងប្អូនទៅអ្នកបើកឡានអ្នកបើកថ្មីពេលខ្លះអត់សូវគ្រោះថ្នាក់ដូចអ្នកបើក30ឆ្នាំទេណាអាអ្នកបើក30ឆ្នាំហ្នឹងគឺចង់នៅគ្រោះថ្នាក់នេះសារវាថាវាអត់អីអាហ្នឹងប្រមាថមែនទេអញ្ចឹងជាការយល់ឃើញរបស់ខ្ញុំហ្នឹងណាបើកាលណាយើងមើលងាយបើកាលណាយើងអួតបើកាលណាយើងតម្កើងខ្លួនឯងវាកើតនៅសេចក្តីប្រមាថកើតនៅសេចក្តីឆ្វេសប្រហែសកើតនៅសេចក្តីមើលងាយកើតនៅសេចក្តីរំលងវានាំឲ្យវិនាសអាហ្នឹងណាបងប្អូនអ្នកដែលរៀនពុទ្ធសាសនាចាំពាក្យហ្នឹងទៅចូលកុំប្រមាថកុំមើលងាយមនុស្សមែនទេកុំឆ្វេសប្រហែសមែនទេប្រយ័ត្នប្រយែងអាហ្នឹងគឺតែងតែបានសេចក្តីសុខជានិច្ចសុខចន្ទៈហេងចំណុចទី1ចំណុចទី2ហឺហាអួតហឹកហាក់ថៃវៃថែមពេលដែលថៃវៃហើយណែវាចប់វគ្គទី1វគ្គទី2គឺយើងដាក់អួតឧទាហរណ៍ថាទៅអោបហ៊ុនសែនទៅថើបហ៊ុនសែនទៅអោបហ៊ុនម៉ាណែតមើលទៅដូចថាវាហឹកហាក់វាស្មើនឹងអីអួតហឹកហាក់វាស្មើនឹងបញ្ឈឺវាស្មើនឹងបញ្ឈឺមែនទេវាស្មើនឹងថាថៃនឹងវាអន់ដល់តែពេលថៃណាបើយល់រឿងយើងពីចិត្តសាស្ត្រតនិតកុកស៊ីខ្ញុំនិយាយតែនេះយើងពីចិត្តសាស្ត្រទៅចុះមែនទេឧទាហរណ៍ថាយើងឃើញចិត្តសាស្ត្រប្រមាណមុនពេលសង្គ្រាមវាយលើកទី2នេះមានពួកថៃយករូបសម្ដេចទៅធ្វើផ្ទាំងស៊ីបងប្អូនមានចាំបានទេមានអ្នកណាឃើញគាត់តែខមមិនតែឃើញបានដើម្បីឲ្យសូនតារានិយាយកាប់យករូបថតសម្ដេចទៅធ្វើផ្ទាំងស៊ីលបែងលេងគប់ពើប៉ោងអានោះដូចថាលបែងលេងគប់ពើប៉ោងឬក៏បាញ់ស៊ីបាញ់ចំមុខចឹងទៅហ្មងស៊ីផ្សេងហេតុអីអានឹងវាកើតទៅជាស្អប់បងប្អូនអញ្ចឹងតាមចិត្តសាស្ត្រដូចខ្ញុំធ្លាប់និយាយម្ដងលើកនឹងវិជ្ជាមនុស្សដែលបោះឆ្នោតឲ្យអនុទិនមិនមែនជាមនុស្សដែលស្លាញ់សង្គ្រាមទេមែនទេមនុស្សស្អប់សង្គ្រាមខ្ញុំគិតថាប៉ុន្តែដោយសារកម្ពុជាខ្សោយធ្វើសង្គ្រាមមកឈ្នះបានដីបានអីគេគ្រប់គ្រងមកផ្នែកទៀតគឺគេស្អប់ជនផ្ដាច់ការបងប្អូនមនុស្សខ្លះនៅក្នុងស្រុកថៃបោះឆ្នោតដោយសារស្អប់ហ៊ុនសែនអបអញ្ចឹងទៅពេលដែលហ៊ុនសែនឬហ៊ុនម៉ាណែតអួតគាត់អួតទៅទៀតគាត់អួតគាត់ទៅជប៉ុនគាត់ជួបហៃវណ្ណាគាត់មានអ្នកទៅស្វាគមន៍មានទៅផ្ទះដៃអានឹងនាំរឿងហ្នឹងបងប្អូនបើមិនជឿសូនណាចាំមើលបំនាំរឿងឧទាហរណ៍បញ្ជាក់មែនអូបើហ៊ុនសែនទៅអាមេរិកឬហ៊ុនសែនទៅនៅកូរ៉េតែរយៈនៅកូរ៉េខ្មែរយើងច្រើនទៅជួបយុវជនផឹកស៊ីមានអ្នកពាក់កម្រងផ្កាផ្ទះដៃថ្លែងសារបងប្អូនចាំមើលឲ្យតាមតឹងនៅតាមព្រំដែនបំជន់មីនជីរីរ៉ែនអ្នកសិតឃើញហើយណាដូចជីរីរ៉ែននេះគាត់ថាឃើញហើយជាងរុំមានសូនរាញ់និយាយពិតបងប្អូនណាហេតុអីបានថាចឹងពីព្រោះតាមចិត្តសាស្ត្រខាត់ម៉ាក់នៅពេលណាដែលថៃវាស្អប់វាវាយនឹងវាខឹងវាចង់ឲ្យអានឹងវាអន់មែនទេចង់ឲ្យថាហ៊ុនសែនហ៊ុនម៉ាណែតនឹងបាក់ស្បាក់ឲ្យរៀនអានឹងគឺចិត្តសាស្ត្របងប្អូនណា
វារៀងអញ្ចឹងបើហ៊ុនសែនមើលទៅបាក់ស្បាយថៃរៀងវាសបាយវាឲ្យវាសបាយទៅបានសុខដល់យើងដែរជួនកាលយើងធ្វើយើងបាក់ស្បាត់រៀងណាវាសបាយបានសុខប៉ុន្តែបើអត់ទេហ៊ុនម៉ាណែតទេថាអូទៅម៉ាឡេស៊ីអូទៅសុកជប៉ុនអូទៅសុកកូរ៉េនោះមានពួកមានអ្នករំមានស្រីថើបអីអាហ្នឹងណាគឺមានរឿងតាមព្រំដែនមកបងប្អូនមិនជឿសនរាមើលចាំមើលវាថាចំអានេះទៀតមែនទេចាប់ផ្ដើមតែមួយទឹកពីអាទឹកទៅគឺជន់មីនមកជន់មីនអានេះខ្ញុំនិយាយនេះចិត្តសាស្ត្រសិក្សាហេតុអីយោងក្រោយថៃបាញ់លើកទី1មែនទេបាញ់លើកទី1បលាលុះតែភូមិជោគជ័យនិងព្រៃច័ន្ទនេះតែភូមិជោគជ័យនិងព្រៃច័ន្ទនេះនិងប្រាសាទមួយចំនួនបលាលុះណាហើយនៅដូចជានៅព្រំច្រកព្រំដែនអាងសេះហ្នឹងធំបែរជាមិនដល់កំពង់មូលដាច់ប៉ិតតែម្ដងប៉ុន្តែបងប្អូនមើលក្រោយនឹងវាយ៉ាងម៉េចយើងដើរមើលសារហ៊ុនសែនមើលមែនទេកាមែនឆៃនេះយើងដើរមើលសារហ៊ុនម៉ាណែតមើលហ៊ុនសែនណាដើរសម្ពោធច្រើនក៏មានរឿងនេះកុំថាអើយបើគាត់ដើរសម្ពោធគាត់ដើរសម្ដែងដែលមើលទៅឃើញថាឌឺថៃទៅហ៊ុនសែនវាយកូនយល់ក៏មានសង្គ្រាមខ្ញុំនិយាយប៉ុណ្ណឹងគឺជាការពិតមែនទេខ្ញុំនិយាយតែចេះទៅហ៊ុនសែនហ្នឹងឥឡូវនេះបើគាត់ពេលដែលថៃវាដាក់បលាលុះវាដាក់ចឹងគាត់ទៅវាយកូនគោលឲ្យធ្វើមាត់ស្ប៉េះតាក់វ៉ែនតាមានខៀវហ្នឹងជន់មីនណាមកឲ្យគ្រាប់មកឲ្យវាថាឌឺវាថាឌឺវាមែនទេអញ្ចឹងបងប្អូនមើលក្រោយពេលដែលសង្គ្រាមលើកទី1ចប់មិនទាន់ថៃពុះយកទឹកដីដល់ថ្នាក់នេះទេអត់មានទេបងប្អូនពេលហ្នឹងគាត់នៅដើរថ្លែងសារគាត់និយាយក្នុងព្រឹទ្ធសភាគាត់ទៅសម្ពោធគាត់ទៅប្រជុំគណៈបកគាត់ទៅជួបគ្រូពេទ្យគាត់ទៅជួបតាសិក្លូអាសកម្មភាពនឹងហើយជាសកម្មភាពដែលវាថាចុំដូចមើលទៅឌឺអញដាក់វាអញ្ចឹងហើយវាលេងច្រៀងរាំដាក់អញអាច្រៀងរាំនឹងហើយដែលសូនតារាចោតជាសំណួរនេះណាខ្ញុំចោតជាសំណួរនេះគឺដើម្បីសន្តិសុខសុវត្ថិភាពនៅតាមព្រំដែនហើយបានបុណ្យមែនទេជាស្រោយអ្នកណានិយាយយ៉ាងណាហ៊ុនសែនគាត់ខឹងសូនតារាជារឿងរបស់គាត់ប៉ុន្តែបើគាត់ស្ដាប់បានបុណ្យសូនតារាបានបុណ្យគឺនាំឲ្យរាំងការវាយប្រហារលើកទី3មែនទេហើយបើអត់ជឿសូនតារាសះឲ្យតែហ៊ានអួតឲ្យតែហ៊ានហឹកហាក់ឲ្យតែហ៊ានសម្បើមបង្ហាញនៅរូបភាពប្រឈឺឌឺថៃណាជន់មីនជាសញ្ញានៃការវាយជន់មីនមែនទេចេះទៅធ្វើម៉េចមិនមែនឲ្យរណបទេមិនមែនឲ្យរណបមិនឲ្យបបថៃមិនឲ្យចាក់ខ្មែរដាក់គុកដើម្បីយកចិត្តថៃទេគឺត្រូវតែសម្ដែងបែបវិជ្ជាជីវៈហ្នឹងមិនវិជ្ជាជីវៈយើងធ្វើតែកិច្ចការដឹកនាំកិច្ចការរដ្ឋបាលមិនបាច់ទៅអួតមិនបាច់ទៅថ្លែងមិនបាច់ទៅផ្ទះដៃមិនបាច់ទៅអីទេអាទៅចែកសញ្ញាបត្រចែកនេះខ្ញុំកុំថាឡើយដើរទៅចែកសញ្ញាបត្រឲ្យហ៊ុនម៉ាណែតទៅថ្លែងសារថ្លែងអីសិតអាហ្នឹងសិតថៃវាកំពុងមើលបង្កើនភាពតានតឹងអាហ្នឹងណាអានេះខ្ញុំអត់និយាយលេងទេដែលខ្ញុំនិយាយថាសំបីតែសម្ដេចវាយកូនគោលហ្នឹងក៏មានសង្គ្រាមតាមព្រំដែនដែរបើមិនជឿសន្តាឲ្យតែធ្វើតែខ្ញុំថាអត់អីទេបើមិនបានផ្ទុះអាវុធក៏ជន់មីនដែរមានរឿងអីមួយចម្លែកក៏អាចបង្កើតនៅលបងថ្មីដែរដោយថាពីមុនហ្នឹងណាសេកុនត្រីអ៊ុំអ៊ីសែនវាដាក់កុងតឺន័រតែនេះមែនទេក្រោយពីហ៊ុនសែនវាយកូនគោលហ្នឹងវាថែមមកកុងតឺន័រមួយទៀតទោះជាអត់បានបាញ់ក៏វាបង្កើនការតាមតឹងភាពតាមតឹងដែរអញ្ចឹងបានជាខ្ញុំសរុបមកវិញហ្នឹងគឺថាធ្វើនៅវិជ្ជាជីវៈហ្នឹងបាច់អួតទេសួរថាចុះបែបមិនធ្វើបែបដូចថៃធ្វើបែបដូចវៀតណាមបងប្អូនមើលមេដឹកនាំវៀតណាមគេមានដាក់អួតទេណាមេដឹកនាំចិននេះគេមានដាក់អួតទេណាគេមានមេដឹកនាំអ៊ុយក្រែននៅថា Zelensky អីគេមិនទៅដែលទៅហឹកហាក់អីណាគេមិនដែលទៅមានអ្នកទៅប្រពាក់ប្រពូនគេធ្វើដូចមានអ្នកគាំទ្រច្រើនណាមានតែអោបថើបហើយទៅស្វាគមន៍មេដឹកនាំបាត់ដីយ៉ាងម៉េចទៅទីរ៉ាន់ចែបើនេះទៅចែកសញ្ញាបាត់ហ្នឹងទៅអង្គុយស្ដាប់មនុស្សអាហ្នឹងបើគាត់យកទឹកដីមកវិញបានអានេះគាត់សម្បើមអត់អីទេតែបើអាចយកទឹកដីបានហ្នឹងតែលែងសូវសម្បើមកុំសម្បើមពេលប្រយ័ត្នអនុវិខឹងវាមកទៀតពិបាកតែរឿងដោះស្រាយនេះធ្វើតាមវិជ្ជាជីវៈមានន័យថាអាជីពលក្ខណៈផ្លូវការបងប្អូនមើលមេដឹកនាំជប៉ុនធ្វើដូចគេដូចឯងមេដឹកនាំជប៉ុនបងប្អូនមើលមេដឹកនាំចិនមើលមេដឹកនាំថៃខ្លួនឯងមែនទេមើលមេដឹកនាំវៀតណាមអានេះមេដឹកនាំទូទៅមែនទេហើយខ្ញុំនិយាយនេះណាគឺដើម្បីទប់ស្កាត់ការពារសង្គ្រាមវាយប្រហារអ្នកអាចស្អប់សូនតារាបានប៉ុន្តែព្រះជាម្ចាស់និងទេវតាសវណ្ណណាផ្ដល់ពរជ័យឲ្យសូនតារាហើយបើអ្នកធ្វើបណ្ដាលឲ្យដីបាត់ថែមទៀតប្រជាជនបន្តរងគ្រោះស្លាប់ដោយគ្រាប់ផងរបួសដោយគ្រាប់ផងនិងបាត់បង់ផ្ទះសម្បែងថែមទៀតងាប់ហើយបងប្អូនបាបបែបនេះបាបអាក្រក់ណាស់អញ្ចឹងបានខ្ញុំនិយាយថាឲ្យតែអួតហឹកហាក់
តើថៃអាចវាយថែមដែរឬទេតាមសូនតារាប្រហែលជាអាចវាយថែមបើមិនវាយក៏វាជន់មីនវាដាក់បលានោះថែមវាដាក់កុងតឺន័រថែមវាជីកបលាយវាធ្វើលបងវាបន្ថែមភាពតានតឹងដែរស្ថានភាពព្រំដែននៅក្នុងប្រទេសកម្ពុជាអាស្រ័យលើអិរិយាបថនិងសកម្មភាពរបស់ហ៊ុនសែននិងហ៊ុនម៉ាណែតនៅពេលនេះ Sophie Plus ប្រិយចំណិត share វីដេអូនេះទៅកាន់ប្រិយចំណិតដទៃទៀតទូរទស្សន៍សូនតារា James G Carter ស្រាប់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្ដាត់កំណត់កែងជ្រុននេះគឺជាពាក្យពិតពាក្យខ្មែរយើងគេនិយាយថាពាក្យពិតរែងស្លែងនេះគឺពុលខ្ញុំមិនដឹងអត់យល់ទេពាក្យពិតរែងស្លែងទេខ្មែរយើងគេថាស្លែងហ្នឹងគឺថ្នាំដាក់ទៅពុលពាក្យពិតតែងតែធ្វើឲ្យមនុស្សពុលតែងតែធ្វើឲ្យមនុស្សល្វីងតែងតែធ្វើមនុស្សជូរចិត្តតែងតែធ្វើមនុស្សមិនសប្បាយចិត្តយើងនិយាយទៅមែនទេបើយើងនិយាយខ្លីទៅពាក្យពិតតែងតែធ្វើឲ្យមនុស្សមិនសប្បាយចិត្តនិងក្តៅក្រហាយសុក្រាតនៅយើងនិយាយទស្សនវិជ្ជាសុក្រាតគាត់និយាយថាលើโลกនេះគ្មានអ្វីណាដែលគ្រោះថ្នាក់ដែលគេស្អប់មែនទេសំទោសនៅលើโลกនេះគ្មានមនុស្សណាដែលគេស្អប់ជាងមនុស្សដែលនិយាយការពិតឡើយប៉ុន្តែបើស្ដាប់ទៅជាថ្នាំល្វីងអាចទប់ស្កាត់ការវាយប្រហាររបស់ថៃបាននិយាយឲ្យខ្លីការវាយប្រហាររបស់ថៃណាវាអាស្រ័យមួយភាគធំមែនទាំងអស់ហើយលើសកម្មភាពនិងសារនយោបាយរបស់ហ៊ុនសែននិងហ៊ុនម៉ាណែតបើជន់កប៉ិកប៉ុកប្រជាជនធម្មតាចង់និយាយរៀបអាចងាត់ក៏ថៃវាអត់ចាប់អារម្មណ៍ដែរថៃចាប់អារម្មណ៍តែមួយគត់ប្រជាជនខ្មែរឯងចង់ថាអីថៃវាអត់ទៅលឺអត់ទៅឃើញបងអ្នកសម្បីតែសំរងស៊ីថាថៃវាអត់យកចិត្តទុកដាក់ហើយលើកលែងចំណេញដល់ហ៊ុនសែនឬជំនាញថៃក៏យកទៅដែរខ្ញុំនិយាយមែនបងរងថ្ងៃនឹងសំរងស៊ីគាត់ទៅសេគាត់ថាគាត់ទៅប្តឹងទៅវាណាតែវាអត់ទៅយកចិត្តទុកដាក់អីទេថៃយកចិត្តទុកដាក់តែមនុស្សពីរនាក់បងមិនត្រូវចាំទេអញ្ចឹងបើបងប្អូនត្រូវមើលឃើញថាពេលដែលហ៊ុនសែនហ៊ុនម៉ាណែតកម្រើកបងប្អូនត្រូវរៀនភ័យមែនទេបើគាត់កម្រើកយើងត្រូវរៀនភ័យសូកៅពៅសូកៅប៉ាវអាហ្នឹងណាគឺទង្វើសកម្មភាពថៃវាមើលកៅភ្នែកពីតែមនុស្សពីរនាក់ទេគឺហ៊ុនសែននិងហ៊ុនម៉ាណែតទង្វើជាអតិពលមួយភាគធំដែលនាំឲ្យមានស្ថិរភាពនិងអស្ថិរភាពគឺអាស្រ័យលើទង្វើទាំងពីរនាក់ហ្នឹងហើយប្រជាជនទៅចាប់គេដាក់គុកថៃក៏អត់ចាប់អារម្មណ៍ទេថៃក៏អត់ចាប់អារម្មណ៍នេះសូម្បីតែសំរងស៊ីថៃក៏អត់ចាប់អារម្មណ៍ផងនិយាយទៅប្តឹងកាន់នេះទៅដាក់អីនឹងថៃក៏អត់ទៅប្រតិកម្មរឿងសំរងស៊ីប្តឹងទៅតុលាការ ICJ ផងថាវាមើលតែហ៊ុនសែននិងហ៊ុនម៉ាណែតទេប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នែកគំនិតប៉ិតពីប៉ិតរែងស្លែងហើយបើមិនជឿសូនតារាក៏អត់ទៅចង់ណែនេះអ្នកប្រាជ្ញនិយាយឲ្យទៅស្ដាប់ទៅបានបនទេបងអូបាក់ពួកគ្រួសារឬឪមើលងាយដោយសារតែប្រហែលថ្ងៃនេះឃើញប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាផ្ដោតលើរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជាបាក់ពួកនិយម AFP បានសរសេរអត្ថបទសេចក្តីរាយការណ៍មួយណាថាបាក់ពួកនិយមនៅក្នុងប្រទេសកម្ពុជាមិនមែនថ្មីឡើយសំមែនឆាំគឺមានយូរហើយកន្លែងនេះខ្ញុំឯកភាព 50% បាក់ពួកនិយមនៅក្នុងប្រទេសកម្ពុជាថ្មីពីមុនមកអត់មានទេមានតិចតួចបងប្អូនខ្ញុំនិយាយអំពីរឿងបាក់ពួកនិយមនៅក្នុងប្រទេសកម្ពុជាមុននឹងខ្ញុំនិយាយរឿងបាក់ពួកនិយមនៅក្នុងប្រទេសកម្ពុជាណាសូនហេតុតែខ្ញុំនិយាយអំពីវប្បធម៌បាក់ពួកនិយមជាទូទៅពិភពលោកតែងតែដើរពីអាក្រក់មកល្អចឹងមិនប្រទេសនោះវាខ្លាំងរីកចម្រើនជាងលឿនគេខិតខំគិតលុបបំបត្តិចោលរបស់ណាដែលអវិជ្ជមានអាក្រក់មិនទាំងស្រុងណាអត់ទៅអំពើពុករលួយពីដើមពិភពលោកប្រទេសណាក៏មានដែរប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃប្រទេសនោះខិតខំប្រឹងប្រែងព្យាយាមលុបបំបត្តិបាន 10% 20% ម្ដងបន្តិចទុកជាមានការលំបាកខ្លះបានតិចភាគរយក៏ដោយប៉ុន្តែពិភពលោកវាដើរពីមេរោគពីសង្គមអាក្រក់សង្គមអយុត្តិធម៌សង្គមពុករលួយបាក់ពួកនិយមទៅជាកាត់បន្ថយម្ដងតិចប្រទេសខ្លះស្ទើរតែគ្មានយើងកុំនិយាយថា 100% ស្ទើរតែគ្មានប្រទេសស្ទើរតែគ្មាននៅលើពិភពលោកប្រទេសណាដែលកាត់បន្ថយកាន់តែច្រើនប្រទេសនោះទៅជាមហាអំណាចឬក៏ប្រទេសនោះទៅជាអស្ចារ្យប្រទេសដូចនៅប៉ៃអឺរ៉ុបណូវេហ្វាំងឡង់ដាណាម៉ាក់បារាំងមែនទេស៊ុយអែកបើយើងនៅអឺរ៉ុបនៅអាមេរិកដូចគ្នាដែរមែនទេគាត់ថាអាមេរិកក្តាស់ស្នាមដែលមានពាក់ព័ន្ធជាមួយនឹងតោប្រវេសច្រើនធ្វើការ
ខ្មៅធ្វើការងឹតអានេះវាយើងបាញ់និយាយទេវាអាមេរិកនៅលើពិភពលោកអត់ជាប់ចំណាត់ថ្នាក់ទាំង10ជាប្រទេសដែលស្អាតស្អំនេះបាទបើនៅក្នុងទាំង50មានអាមេរិក50មានអាមេរិកមែនទេប៉ុន្តែបើ20ក៏អត់មានអាមេរិកដែរអានេះជារឿងធម្មតាប្រទេសដែលមានចម្រុះជាតិសាសន៍ច្រើនរឿងបាញ់និយាយប៉ុន្តែទោះយ៉ាងណាក៏ដោយក៏ឆន្ទៈរបស់គេអាមេរិកក៏ដោយចិនក៏ដោយចិនឆន្ទៈរបស់គេយួនក៏ដោយមែនទេគឺឆន្ទៈរបស់គេព្យាយាមសម្អាតអាមេរោគម្ដងបន្តិចទោះមិនបានច្រើនក៏ដោយក៏ជាឆន្ទៈរបស់គេដែរមេរោគហ្នឹងគឺបពពួកគ្រួសារនិយមអំពើពុករលួយគឺមានអីសោប៉ាន់បពពួកអំពើពុករលួយមានអំពើសោប៉ាន់អំពើបពពួកអាហ្នឹងគេចាត់ទុកជាអំពើពុករលួយអ្វីដែលពិភពលោកខ្លាចជាងគេបំផុតគឺបពពួកនិយមបពពួកមានឥទ្ធិពលខ្លាំងជាងសោប៉ាន់ទៅទៀតបពពួកគ្រួសារមានឥទ្ធិពលខ្លាំងជាងសោប៉ាន់ណាឥឡូវតែខ្ញុំមានកូនមែនទេខ្ញុំចង់ឲ្យកូនខ្ញុំកាន់ក្រោយអ្នកនោះសោកខ្ញុំ$1 លានចាអត្តភាពទី2ទេតើខ្ញុំយកលុយ$1 លានឲ្យកូនគេឬឲ្យកូនខ្ញុំទៅកាន់បពពួកពុករលួយទី1បើប្រទេសនោះបពពួកគ្រួសារនិយមក្នុងក្រសួងហ្នឹងមិនមែនជាក្រសួងជាតិទេក្រសួងរបស់គ្រួសារក្រសួងសេដ្ឋកិច្ចក្រសួងរបស់គ្រួសារបើថាគ្រួសារសូនតារាជាក្រសួងគ្រួសារសូនតារាចែកគ្រួសារគ្នាកាន់ណាអានឹងគឺយើងកុំបាច់ចាំទៅនិយាយអំពីអំពើពុករលួយនិយាយអំពីច្បាប់និយាយអំពីនីតិរដ្ឋអីបើកាលណាមានបពពួកអំពើពុករលួយវាគ្របដណ្ដប់លែងមាននីតិរដ្ឋហើយកុំនិយាយអំពីនីតិរដ្ឋកុំនិយាយអំពីភាពស្អាតស្អំកុំនិយាយពីអធិមត្រូវអានឹងត្រឹមត្រូវមែនទេគឺនិយាយពីអធិមត្រូវបានត្រូវត្រឹមត្រូវគឺល្អទេប៉ុន្តែអធិមត្រូវអត់ល្អទេបងប្អូននៅក្នុងប្រទេសកម្ពុជានោះគឺថាប្រទេសហ្នឹងគឺជាខេត្តរបស់គ្រួសារទៅបងដូចសម្បត្តិដបងសម័យលោកម្ចាស់ហ្នឹងបាត់សបងសម័យលោកម្ចាស់កថាថនឈុំហ្នឹងបាទគឺវារលាយហើយប៉ុន្តែបែរទៅជាមករបបហ៊ុនសែនក៏ទៅតែមិនខ្ញុំនិយាយពីសកលភាពទូទៅពិភពលោកទោះបីជាប្រទេសខ្លះវានៅតែអាក្រក់ក៏ដោយប៉ុន្តែគេព្យាយាមកាត់បន្តិចហ្នឹងដើម្បីឲ្យវាកាន់តែស្អាតទៅតែប្រទេសណាដែលកាន់តែតិចប្រទេសហ្នឹងកាន់តែរីករុងរឿងដូចជាវៀតណាមក៏ដោយប៉ុន្តែប្រទេសកម្ពុជាដើរផ្ទុយទៅវិញមែនទេដើរផ្ទុយគឺវាកាន់តែអាក្រក់ទៅនាំមានរោគបដាស្អីគេពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងបពពួកគ្រួសារនិយមហ្នឹងវាមានមន្ទីរបពពួកគ្រួសារនិយមខេត្តគ្រួសារបពពួកនិយមមែនទេក្រសួងគ្រួសារបពពួកនិយមសភាគ្រួសារបពពួកនិយមរដ្ឋាភិបាលគ្រួសារបពពួកនិយមដល់យូរទៅហ្នឹងគឺប្រទេសហ្នឹងគឺបែងចែករើសអើងដែលខ្ញុំថាវាមានគ្រួសារហ្នឹងវាទៅជាកាន់កាត់អស់លីងប្រទេសហ្នឹងលែងទៅជាប្រទេសរបស់ប្រជាជនកម្ពុជាមនុស្សទៅបោះឆ្នោតទៅជាទៅបោះទៅអាអ្នកដែលមិនខ្វល់ចរិយាសម្រាប់ធម្មជាទៅសបាយទៅលីសុខខ្មែរនឹងខ្វល់អាណាធ្វើទៅប្រទេសហ្នឹងលាយអាណាចង់ទៅលុកប្រទេសអាណាចង់ទៅបាត់ទឹកដីអាណាចង់ទៅដឹកនាំលួចលុយទេអញដឹងតែទៅពីអាមេរិកអញដឹងតែទៅវិសុខខ្មែរទៅចាយលុយចូលការ៉ាអូខេជួបស្រីម៉ាចស្រីមុំមីជីងពួកហ្នឹងវាសប្បាយមែនមែនទេទៅជួបបងប្អូនទៅចាយលុយបានវាសម្បើមទៅមានផ្ទះទៅលំហែទៅមិនខ្វល់អាហ្នឹងមនុស្សវាអត់ខ្វល់អំពីប្រទេសជាតិអាហ្នឹងវាអាចទៅប៉ុន្តែបើខ្វល់ពីប្រទេសជាតិប្រទេសណាស្រីមុចកម្ពុជាដើរផ្ទុយគេដើរពីអាក្រក់ជំរុះបពពួកនិយមគ្រួសារឃើញទេដើម្បីប្រទេសហ្នឹងវាល្អរឹងមាំជាប្រទេសរបស់ប្រជាជនហើយកម្ពុជាដើរអំពីភាពស្អាតស្អំទៅជាបពពួកគ្រួសារទៅវិញឥឡូវបពពួកគ្រួសារអស់ហើយប្រទេសរបស់ពូជប្រទេសរបស់គ្រួសារមែនទេក្រសួងរបស់ពូជក្រសួងរបស់គ្រួសារខេត្តរបស់ពូជខេត្តរបស់គ្រួសារមែនទេមន្ទីររបស់ពូជមន្ទីររបស់គ្រួសារវាអស់អាលីងប្រទេសនោះវាអាក្រក់បាត់លេខអាក្រក់ដាច់លេខលែងមានអានឹងចំណុចមួយដែលខ្ញុំនិយាយពីសកលភាពទូទៅបពពួកនិយមមែនទេក្រុមគ្រួសារឥឡូវខ្ញុំនិយាយរឿងដូចជាសេចក្តីរាយការណ៍របស់ AIC បារាំងខ្ញុំឯកភាព 50% ហេតុអ្វីពីព្រោះខ្ញុំបាននិយាយមិញមែនទេ Sophie Plus បងប្អូនប្រទេសកម្ពុជាពីដើមដូចរៀងស្អាតស្អំតាខ្ញុំដឹងក្តីនៅអាយុ93ឆ្នាំខ្ញុំដឹងដូចរៀងដឹងណាមុនហ្នឹងខ្ញុំព្រៀលអាយុ93ឆ្នាំខ្ញុំអាយុ3-10ឆ្នាំគេបោះឆ្នោតដំបូងបោះឆ្នោតឆ្នាំ93ដែលមានអន្តៈហ្នឹងខ្ញុំគ្រាន់តែនៅពីក្មេងៗមានអារម្មណ៍ថាស្ដាប់រ៉ាឌីយ៉ូស្ដាប់ចម្រៀងសំឡេងពរយើងនៅដឹងប៉ុន្តែបើយើងបាននិយាយមកខ្ញុំរៀងដឹងមកអាយុ93ឆ្នាំខ្ញុំដឹង93តើឆ្នាំ93ប្រទេសកម្ពុជាអត់មានបពពួកមានដែរគេតែអត់ច្រើនទេមែនជាពិសេសសម័យកុម្មុយនីសមុននឹងទៀតតាមលើគេនិយាយណាអត់មានបពពួកនិយមច្រើនទេគឺទៅជាស្អាតស្អំទៅវិញទៅជាល្អទៅវិញណាគឺច្បាស់បាត់គេហៅតែកញ្ចននោះបកប្រជាជនបដិវត្តកម្ពុជាបកកុម្មុយនីសកម្ពុជាបកកុម្មុយនីសបកប្រជាជនបដិវត្តកម្ពុជាល្អជាងសពថ្ងៃជាងដែលមានឈ្មោះគណៈបព្វជិជនដែលដឹកនាំដោយហ៊ុនសែនណាកាលនោះអានឹងតាមខ្ញុំដឹងក្រោយមកទៀតខ្ញុំ
មានពិសោធន៍ជាក់ស្ដែងពីជាក់ស្ដែងពីឆ្នាំ93មកគឺប្រទេសកម្ពុជាវាមានបពុដែរមិនថាអត់ទេណាការប្រេងមានបពុដែរមែនទេប៉ុន្តែវាអត់ខ្លាំងដូចបច្ចុប្បន្ននេះហើយអាបពុហ្នឹងវាគួរណាស់តែមានតែពីមុនវាមាន30%ខ្ញុំឯកភាពខ្ញុំថាឯកភាពតាមវិសុបារាំង AFP ហ្នឹងគឺដោយសារពីមុនវាមានដែរវប្បធម៌វាមានអាបពុហ្នឹងខ្ញុំឯកភាព 30% ខ្ញុំថាមាន 30% ប៉ុន្តែអា 30% ហ្នឹងឆន្ទៈរបស់រដ្ឋគួរតែលុបបំបត្តិទៅប៉ុន្តែលុបបំបត្តិមិនបានបើហ៊ុនសែនគាត់គំរូគាត់ឲ្យកូនគាត់ចេះអញ្ចេះដូច្នេះទៅមនុស្សដទៃធ្វើគំរូតាមហ៊ុនសែនដែរអាមេដឹកនាំជាគំរូបើមេដឹកនាំបែបណាប្រទេសវាទៅជាបែបហ្នឹងអញ្ចឹងគាត់ហ៊ានថាគេទេព្រោះគាត់អញ្ចឹងដែរប៉ុន្តែបើនៅកូរ៉េមែនទេតែក្រុមគ្រួសារគឹមចុងអ៊ុននេះជាថ្នាក់ដឹកនាំកម្ពុជាដែលអាចធ្វើដោយហ៊ុនសែនបានក្រៅពីហ្នឹងគឺកំចាត់ចោលអត់មានបពុនិយមមិនមានគ្រួសារបានព្រោះអាហ្នឹងគេហៅត្រកូលកាន់អំណាចនៅក្នុងនេះបើនៅក្នុងប្រទេសកម្ពុជាទេប្រទេសកម្ពុជាតាំងពីភូមិឃុំស្រុករហូតទៅគឺបពុនិយមក្រុមគ្រួសារអាហ្នឹងមួយអញ្ចឹងបងប្អូនខ្ញុំដល់ឆ្នាំ93មកយើងថា93 98ខ្ញុំនឹងក្តីប្រទេសកម្ពុជាបពុមានប៉ុន្តែអត់ខ្លាំងទេអត់មានខ្លាំងទេមែនទេប៉ុន្តែគេអាចចោទសួរតែអញ្ចឹងបពុមានអត់ខ្លាំងដោយសារកាលនោះរដ្ឋាភិបាលចម្រុះវាមានហ៊ុនស៊ិនប៉ិចនិងវាមានគណៈបព្វជិជនក្រោយមកទៀតឥឡូវខ្ញុំសួរក្រោយឆ្នាំ98រដ្ឋាភិបាលចម្រុះដែរតូចគាត់អំណាចលើហ៊ុនសែនទាំងអស់មែនទេហ៊ុនស៊ិនប៉ិចបានបន្តិចបន្តួចកពិកកប៉ុង98ឆ្នាំ2003ណាឆ្នាំ2003គឺចាប់ផ្ដើមទៅណានេះឆ្នាំខ្ញុំចាប់ពីឆ្នាំ2008មកចុះពី2008មកហ៊ុនស៊ិនប៉ិចគឺលែងមានអធិបុលហើយប៉ុន្តែកម្រិតបពុទីវិញដែរកម្រិតបពុណាបើយើងនិយាយឲ្យខ្លីទៅចាប់តាំងពីហ៊ុនសែនកាន់អំណាចម្នាក់ឯងមកគឺឆ្នាំ2003គាត់កាន់អំណាចម្នាក់ឯងអំណាចសម្របសម្រួលឲ្យហ៊ុនស៊ិនប៉ិចអត់មានអធិបុលទេរៀងៗអំណាចសម្របសម្រួលពេលហ្នឹងណាបងប្អូនមើលកម្រិតបពុនៅក្នុងប្រទេសកម្ពុជាអត់ទាន់មានច្រើនទេមានដោយភ័យខ្លាចមានដោយលួចលាក់មានដោយប្រុងប្រយ័ត្នរហូតពីឆ្នាំ2003មែនទេរហូតឆ្នាំ2008រហូតឆ្នាំ2013រត់ទៅអត់ស្ទើរតែស្អាតមែនទេប៉ុន្តែក្រោយពេលដែលហ៊ុនសែនគាត់ផ្ទេរអំណាចឲ្យហ៊ុនម៉ាណែតទឹមតែពេលដែលហ៊ុនសែនផ្ទេរអំណាចឲ្យហ៊ុនម៉ាណែតដែលធ្វើឲ្យគំរូបពុអំពើពុករលួយប្រទេសកម្ពុជានឹងវាថាវាទៅជាបល់វាទៅជាខ្សែវាទៅជាអីណាវាទៅជាខ្ទេចខ្ទីអស់នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នអញ្ចឹងបានហ្នឹងខ្ញុំថា50%បពុនិយមឥឡូវខ្ញុំនិយាយរឿងមួយរឹកអើងប្រមាថមើលងាយចឹងបាទហ៊ុនសែនគាត់អត់ឲ្យមានជំរឿគាត់សម្លាប់ជំរឿចោលបើប្រទេសប្រជាជនកម្ពុជាមានជំរឿអត់មានមនុស្សតិចនៅក្នុងគណៈបកប្រជាជននៅក្នុងគណៈបកប្រជាជនហើយអ្នកដែលដឹងក្រសួងតារានិយាយត្រូវគឺមានតែអ្នកដែលនៅក្នុងក្រសួងឬក៏មន្ត្រីរាជការបុគ្គលិកតាំងពីឃុំខេត្តមន្ទីរក្រសួងទៅមែនទេបងប្អូននៅក្នុងគណៈបកប្រជាជនមនុស្សមើងងាយមនុស្សណាមនុស្សមើងងាយមនុស្សប្រមាថមនុស្សអត់ឲ្យតម្លៃមនុស្សទេនៅក្នុងគណៈបកប្រជាជនគេមានឋានៈរបស់គេខ្ញុំលើកឧទាហរណ៍ដូចស័ក5មែនទេជាន់ក្បាលស័ក4ស័ក4ជាន់ក្បាលស័ក3ស័ក3ជាន់ក្បាលស័ក2ស័ក2ជាន់ក្បាលស័ក1ស័ក1ជាន់ក្បាលអត់ស័កសោះអត់ស័កសោះហ្នឹងគឺខ្លាចគេញ័រតតាត់គឺបែងចែកឋានៈអានេះស័កនេះខ្ញុំចង់សម្ដៅទៅហ៊ាននេះខ្ញុំចង់សម្ដៅដូចឋានៈដល់ឋានៈយើងយកឋានៈទី5យកខ្ញុំកុំនិយាយស័កអាឋានៈទី5មន្ត្រីទី5ជាន់ក្បាលមន្ត្រីទី4អាមនុស្សទី4ជាន់ក្បាលមនុស្សទី3អាមនុស្សទី3ជាន់ក្បាលអាមនុស្សទី2អាមនុស្សទី2ជាន់ក្បាលមនុស្សទី1អាមនុស្សទី1ជាន់ក្បាលមនុស្សដែលអត់មានឋានៈអីសោះអានេះនិយាយពីឋានៈសង្គមគេបែងចែកទ្រព្យសម្បត្តិទៀតឋានៈទី1អាមនុស្សទី5មានឋានៈខ្ពស់ប៉ុន្តែអត់ទ្រព្យសម្បត្តិអាឋានៈទី4មានឋានៈទី4ប៉ុន្តែមានទ្រព្យសម្បត្តិទៅជាន់ក្បាលអាឋានៈទី5ទៅជាន់ក្បាលឋានៈទី5នៅក្នុងគណៈប្រជាជនវាបូកផ្សំជាមួយឋានៈនិងទ្រព្យសម្បត្តិនរណាដែលមានទ្រព្យសម្បត្តិអ្នកណាដែលមានឋានៈអ្នកនោះមានអំណាចហើយអំណាចនៅក្នុងគណៈបព្វជិជនហ្នឹងគឺជាន់ក្បាលគ្នាខ្លាចគ្នាអាអ្នកទុនខ្សោយនៅទុនខ្សោយរហូតគ្មានឱកាសទេឧទាហរណ៍ក្នុងមន្ត្រីរាជការក៏ដោយក្នុងយោធាក៏ដោយបើយើងអត់មានខ្សែយើងអត់មានបពុទេមួយជីវិតអ្នកឯងបកកាយអ្នកឯងឆ្លាតមិនក៏ដោយគឺអត់មានឱកាសទេអត់មានទេគឺគេបានបែងចែកអញ្ចឹងមែនទេហើយចំណុចទី1មិនត្រឹមតែបានបែងចែកទេមើលងាយគ្នាទៀតនៅក្នុងក្រសួងខ្លះជេរសិតជេរមរាយគ្នាណាបងប្អូន
មេហ៊ានតាក់កាភ្លៀងទីហៅថាខ្ញុំមិនចាំបាច់និយាយតែហ៊ានបលិសទេមានពេលខ្លះនៅក្នុងក្រសួងក្នុងមន្ទីរខ្លះមនុស្សស្ទឹងតែតាក់កាភ្លៀងកូនចៅនិយាយប្រមាថចង្អុលមុខក្នុងអង្គប្រជុំហែងអញជេរសុខជុំកាកុយរាយអីនៅក្នុងគណៈបព្វជិជនមនុស្សមើលងាយមនុស្សណាមួយមនុស្សមើលងាយមនុស្សណាប៉ុន្តែយើងសួរថាហេតុអីបានជាគណៈប្រជុំកាន់អំណាចដោយសារតែវាអត់មានគូប្រជែងវាមានគូប្រជែងហើយវាអត់មានជំរឿនហើយអំណាចអត់កើតចេញពីការបោះឆ្នោតអំណាចគឺកើតចេញពីហ៊ុនសែនគាត់អ្នកកាន់គាត់កាន់អញ្ចឹងនៅក្នុងគណៈបព្វជិជនបងប្អូនបើយើងចូលទៅក្នុងមន្ទីរចូលទៅក្នុងក្រសួងអីណាគឺបងប្អូនបែងចែកមើលទៅគឺចូលទៅភ្លាមគឺមានមេមានកៅមកអត់លក្ខណៈសាមគ្គីអត់លក្ខណៈស្រឡាញ់គ្នាអត់លក្ខណៈស្មើភាពទេគឺចូលទៅហែងមេហែងកូនឋានៈនេះអញកូនឋានៈនោះគឺត្រួតគ្នាហើយមនុស្សហ្នឹង stress ធ្វើឲ្យមនុស្សហ្នឹងអន់ណាស់ហើយមើលងាយមនុស្សដែលខ្ញុំនិយាយមើលងាយមនុស្សហ្នឹងគេមើលងាយតាមឋានៈនៅនេះបែងចែកឋានៈបែងចែកវណ្ណៈបែងចែកទ្រព្យសម្បត្តិបែងចែកអីហ្នឹងគឺតម្លៃរបស់មនុស្សហ្នឹងគឺគេហៅថាគោរពទៅតាមអាកណ្ដន្តរស័ក្តិគោរពទៅតាមឋានានុក្រមទ្រព្យសម្បត្តិឋានានុក្រមនៃគេឈ្មោះហើយមនុស្សខ្ញុំនិយាយរឿងនេះមួយដែលបានចេញពីគណៈបកប្រជាជនណាដូចមនុស្សហ្នឹងណាដុសស្លាប់ហើយមិនដែលសម័យត្រឡប់ទៅវិញទេបងប្អូនមិនដែលសម័យត្រឡប់ទៅវិញទេមនុស្សដែលនៅក្នុងគណៈបព្វជិជនបើមានជំរឿនបើប្រទេសកម្ពុជាមានសេរីភាពចេញពីគណៈបព្វជិជនមិនដែលសម័យត្រឡប់ទៅគណៈបព្វជិជនអត់ទេពីព្រោះមនុស្សបានចេញពីកន្លែងដែលរើសអើងប្រមាថមើលងាយវប្បធម៌របស់គណៈបព្វជិជនគឺវប្បធម៌ឋានានុក្រមនេះរើសអើងប្រមាថមើលងាយអាយើងថ្នាក់ទៀតខ្លាចអាគេថ្នាក់ធំខ្លាចមកខ្លាចមានលុយទៀតតែខ្លាចទៀតមិនគួរថាវាអត់មានច្បាប់អត់មានទម្លាប់វាអត់មានច្បាប់មានទម្លាប់គឺគោរពទៅតាមឋានានុក្រមនៃអំណាចនឹងឯងអញ្ចឹងមនុស្សចេញមកដូចបាត់បង់សេរីភាពឲ្យសម័យទៅវិញអត់ទេអ្នកដែលចេញពីគណៈបព្វជិជនបើមានជំរឿនគឺគេមិនដែលត្រឡប់ទៅវិញទេប៉ុន្តែយើងត្រូវចោទសួរថាចុះហេតុអីបានជាមនុស្សណាដែលរឹងថារូបចូលទៅរត់ចូលទៅក្នុងគណៈបព្វជិជនហើយនៅក្នុងគណៈបព្វជិជនសំងំព្រោះវាចេញមកវិញងាប់អាហ្នឹងទី1មែនវាជាប់គុកអាហ្នឹងមនុស្សត្រូវតែសំងំដោយរបបប៉ុលពតមនុស្សសំងំមិនមនុស្សឯកភាពណាក្នុងគណៈបព្វជិជនមនុស្សសំងំមិនមនុស្សឯកភាពទី1ទី2ចុះហេតុអីបានជាមនុស្សចោះចូលមនុស្សចោះចូលគឺមិនមែនឲ្យចូលគណៈបកឯណាគឺជាមនុស្សដែលដោះដូរយកសេចក្តីសុខទៅតែដូចខ្ញុំសូនតារាបើខ្ញុំចូលទៅគណៈបព្វជិជនខ្ញុំចូលទៅហ៊ុនសែនខ្ញុំមិនមែនទៅចូលគណៈបព្វជិជនទេគឺខ្ញុំដោះដូរយកសេចក្តីសុខណាទៅដោះដូរយកឪពុកចេញពីគុកទៅដោះដូរយកនៃសុវត្ថិភាពខ្ញុំអាចចេញចូលពីស្រុកខ្មែរទៅបារាំងបានគឺខ្ញុំអត់នៅក្នុងប្រព័ន្ធគណៈបព្វជិជននេះគឺអត់យកខ្ញុំទៅដាក់ក្នុងប្រព័ន្ធបើហ៊ានយកមនុស្សណាតែចូលក្នុងប្រព័ន្ធគណៈបព្វជិជនគឺចូលទៅក្នុងប្រព័ន្ធរើសអើងមើលងាយអ្នកនៅក្នុងនេះអ្នកក្នុងជាពិសេសនៅស្រុកខ្មែរអ្នកខ្លះដែលខ្ញុំថាគាត់មិនដែលបានស្ដាប់អ្នកដែលនិយាយពីស្ដាប់សូនតារាភ្ញាក់ខ្លួនបងប្អូនឥឡូវបងប្អូនពិសោធន៍មើលអ្នកនៅក្នុងមន្ទីរអ្នកក្នុងក្រសួងមែនទេអ្នកណាខ្លះនៅក្នុងគណៈបព្វជិជនអត់មានទេបងប្អូនណាមើលងាយមនុស្សណាហើយមនុស្សដែលចេញមកណាគឺមនុស្សនឹងមិនដែលចង់ត្រឡប់ទៅអាឋាននឹងវិញទេមិនដែលចង់ត្រឡប់ប៉ុន្តែមនុស្សវាអត់មានកន្លែងចេញមនុស្សអត់មានកន្លែងចេញចឹងនៅក្នុងឋាននឹងមួយទៀតខ្ញុំនិយាយទៅអ្នកចោះចូលគឺទៅដោះដូរយកសេចក្តីសុខទេទៅសុំសេចក្តីសុខទេអត់ទេរហីបណ្ណាគេចាប់ដាក់គុកគាត់សុំសេចក្តីសុខទេណាដូចជាប្រិយមិត្តយើងមិត្តភក្តិយើងម្នាក់គាត់នៅអូស្ត្រាលីគាត់ត្រូវមានដីចំការគាត់ចេញចូលស្រុកខ្មែរណាគាត់មិនជាអ្នកតស៊ូលះបង់អីទេគាត់ចូលស្រុកខ្មែរគាត់បែកក្បាលបត់បែកក្បាលអត់អីហ្នឹងគាត់អាចបញ្ចេញមតិបានហើយចូលស្រុកខ្មែរបានគាត់គ្មានថ្ងៃទៅចូលជាមួយហ៊ុនសែនទេគាត់ច្បាស់ជានៅតែរក្សាឧត្តមគតិរបស់គាត់ចេញចូលស្រុកខ្មែរបានប៉ុន្តែនៅពេលណាដែលរក្សាឧត្តមគតិទៅចូលស្រុកខ្មែរបែកក្បាលវាអាចងាប់ដូចកែមលៃដូច្នេះត្រូវតែលះបង់ទៅចូលជាមួយហ៊ុនសែនអញ្ចឹងអ្នកដែលចោះចូលជាមួយគណៈបព្វជិជនគឺទៅរកសេចក្តីសុខទេហើយមិនខ្វល់ជាមួយនឹងការប្រមាថមើលងាយពេលណាដែលសុំសេចក្តីសុខមានន័យថាលែងខ្វល់ចង់គណៈបព្វជិជននឹងមានឋានានុក្រមមានបុណ្យស័ក្តិមានឋានៈការមើលងាយគឺអត់ខ្វល់ទេអ្វីដែលអញខ្វល់គឺអញបានជួបជុំគ្រួសារអញលែងមានឃាតករដេញតាមវាយក្បាលអញលែងមានគីមយីជាប់គុកអញរស់នៅដោយលែងមានការផិតភ័យមានន័យថាដោះដូរយកសេចក្តីសុខនិងការផិតភ័យទេអានេះណាដែលបងប្អូនខ្លះជាចិត្តសាស្ត្រមិនដែលដឹងណាអញ្ចឹងបងប្អូននៅក្នុងគណៈបព្វជិជននោះអ្នកណាដែលចូលហើយអ្នកណាដែលចេញមកទៅមានជំរឿនគឺអត់ងាយត្រឡប់ទៅរកកន្លែងសម្ពាធកន្លែងមើលងាយពីព្រោះមនុស្សពេលដែលចេញមកដូចមានតម្លៃមនុស្សក្នុងគណៈបព្វជិជនណាមែនទេសូហ្វីកាយចូលមកហ្នឹងគឺដូចមនុស្សមានតម្លៃមានតែចង់អញមានតម្លៃអញមិនត្រូវបានគេប្រមាថអញមិនត្រូវបានគេមើលងាយសូម្បីតែក្នុងស្ថាប័នអប់រំក៏ដោយ
នៅក្នុងស្ថាប័នអប់រំនោះគ្រូគេមើលងាយដែរបងគ្រូខ្លះនិយាយចង្អុលមុខបាក់ចង្អុលមុខអីហ្នឹងហើយវាអត់មានជំរឿនបើសិនជាប្រទេសមានជំរឿនមានសេរីភាពដូចស្រុកបារាំងដូចស្រុកថៃទៅចុះបងប្អូនគ្រូបង្រៀនណាក៏គ្រូក៏គេមើលងាយជីជន់គេគម្រាមគេប្រមាថគេចង្អុលមុខយើងតណៈទីបហ្នឹងយើងតណៈយើងមិនមែនជាខ្សែគណៈបាក់អីគឺសុទ្ធតែរងគ្រោះហ្មងអញ្ចឹងនៅក្នុងប្រទេសកម្ពុជាដែលខ្ញុំសរុបសេចក្តីមកវាពាក់ព័ន្ធដោយប្រធានបទទី1ជានរណាក៏ឈឺចាប់នរណាក៏រងទណ្ឌកម្មដែរក៏រងទណ្ឌកម្មវាខុសៗគ្នាប៉ុន្តែបើសិនជាមនុស្សហ្នឹងចូលទៅក្នុងតែមនុស្សចូលក្នុងគណៈបព្វប្រឆាំងហើយមនុស្សចូលក្នុងគណៈបព្វប្រឆាំងណាហើយមិនទៅវិញទេបើសិនជាអត់មានណាចង់និយាយថាអត់មានការគម្រាមកំហែងអត់ដោះដូរយកសេចក្តីសុខសុវត្ថិភាពអត់ចង់ទៅវិញទេណាហើយពេលទៅចូលក្នុងគណៈបព្វប្រឆាំងមើលទៅមនុស្សដូចគ្នាមើលទៅមនុស្សដូចគ្នាបងមានអារម្មណ៍ចឹងអ្នកណាធ្លាប់ចូលគណៈបព្វជនហើយចេញមកគណៈបព្វជិមើលមនុស្សដូចគ្នាតម្លៃស្មើគ្នាមេបាក់អីវាថាអាចយើងគោរពយើងអត់ខ្លាចយើងទៅជាគោរពទេដូចបងប្អូនយើងគាត់គោរពលោកគ្រូសូនតារាគោរពទេគាត់មិនខ្លាចទេគាត់គោរពគាត់ស្រឡាញ់គាត់ចង់អោបទេមែនទេឋានាផ្កាកែវគាត់ចង់អោបទេមែនទេបើនៅក្នុងគណៈបព្វជិតែខ្លាចមើលងាយមកមេហ្នឹងគឺមើលងាយមនុស្សមកមែនទេអត់ឲ្យតម្លៃមនុស្សទេបាទតាមឋានានុក្រមអាអ្នកថោកទាបចឹងទៅថោកទាបអានោះដូចនៅប្រទេសឥណ្ឌាបើសិនតែបែងចែកវណ្ណៈបានណានៅក្នុងគណៈបព្វជិនោះមានវណ្ណៈបងប្អូនបើមិនជឿខ្ញុំសាកមើលមែនទេអញ្ចឹងហើយបានជាគណៈបព្វប្រឆាំងតែខ្លាំងណាស់ថាមនុស្សចូលគណៈបព្វប្រឆាំងមានអារម្មណ៍ថាសុវត្ថិភាពហ្នឹងបងសុវត្ថិភាពហ្នឹងមិនមែនសុវត្ថិភាពនៃខ្លាចគេកិច្ចអំពីការបាញ់សម្លាប់ចាប់ទេសុវត្ថិភាពនៃសេរីនៃសិទ្ធិមានអារម្មណ៍ថាខ្លួនអញដូចគេឯងដែរមានអារម្មណ៍ខ្លួនអញអស់ចាអារម្មណ៍អញអត់នេះប៉ុន្តែបើយើងចូលក្នុងគណៈបព្វជនចូលទៅមានការរើសអើងភ្លាមមានការបែងចែកភ្លាមហើយកូនគណៈដូចខ្ញុំនិយាយហ្នឹងអាផ្កាយសាក់5ជាន់អាផ្កាយ4អាផ្កាយ4ជាន់អាផ្កាយ3អាផ្កាយ3ជាន់អាផ្កាយ1អាផ្កាយ1ជាន់អត់ផ្កាយសោះតែគណៈហ្នឹងគឺវាចឹងមនុស្សបែងចែកទៅធ្វើឲ្យមនុស្សអត់មានសុវត្ថិភាពនៅក្នុងអារម្មណ៍នេះអត់មានមោទនភាពទេអានេះគឺជាការពិតអញ្ចឹងវប្បធម៌នេះហើយដែលខ្ញុំលើកប្រធានបទនឹងមកនិយាយគុំធឿនគឺយើងត្រូវតែបដូរបងប្អូនបដូរធម៌នេះបើសិនជាយើងអត់បដូរវប្បធម៌នេះទេប្រទេសកម្ពុជាដើរថយក្រោយទៅកាន់បាត់ដបងសម័យលោកម្ចាស់វិញហើយអញ្ចឹងបានថាអ្វីដែលសូនតារានិយាយនេះគឺជាចំណេះដឹងទូទៅជាកតិបណ្ឌិតមួយសម្រាប់ប្រជាជនខ្មែរយើងឲ្យមើលឃើញនិងកែប្រែបើយើងជាសារចុងក្រោយនៅក្នុងប្រធានបទទី1មិនអាចកែប្រែនរណាបានយើងកែប្រែតែខ្លួនឯងក៏ជាជ័យជំនះមួយដ៏ធំធេងដែរប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការលេងនិទានផ្លាស់ប្ដូរផ្នត់កំណត់មើលក្នុងនេះអ្នកណាធ្លាប់ធ្វើមន្ត្រីរាជការនៅក្នុងប្រទេសកម្ពុជាហើយជាសមាជិកគណៈបព្វជិគេបែងចែកច្បាស់ណាស់បងណាគេបើនិយាយទៅគណៈបព្វជិគេនិយាយថាឲ្យស្គាល់មេស្គាល់កើយអាពាក្យស្គាល់មេស្គាល់កើយហ្នឹងឯងជាសម្ពាធណាស្គាល់មេស្គាល់កើយហើយស្គាល់មេស្គាល់កើយហ្នឹងបើយើងនៅស្រុកសេរីគឺតែក្នុងកន្លែងការងារទេកន្លែងការងារគឺមេកើយមែនចេញផុតពីការងារមានមេកើយឯទៀតប៉ុន្តែស្រុកខ្មែរទេស្រុកខ្មែរណានៅក្នុងបព្វធម៌របស់គណៈបព្វប្រជាជនដួងនេត្រាមេកើយនៅក្នុងកន្លែងការងារអានៅផ្សារក៏មេកើយដែរអញ្ចឹងវិញបើយើងបងប្អូននៅអាល្លឺម៉ង់នៅបារាំងនៅអាមេរិកអីមេកើយតែក្នុងកន្លែងការងារមេកើយជាកតាបកិច្ចតែតួនាទីនៅនឹងស៊ីប្រាក់ខែមកគ្រប់គ្រងបាទនេះម៉ាំងចនាស៊ីប្រាក់ខែគ្រប់គ្រងអញ្ចឹងគេទៅគ្រប់គ្រងយើងហ្នឹងគេមិនមែនចង់គ្រប់គ្រងយើងទេគឺគេស៊ីលុយគ្រប់គ្រងប្រាក់ខែគេស៊ីប្រាក់ខែគ្រប់គ្រងហ្នឹងដល់ទៅពេលចេញមកគេខ្ជិលគេមិនទៅលវីលវល់ជាមួយយើងអីទេបងប្អូនមានដឹងទេនៅស្រុកបារាំងនេះឧទាហរណ៍ថានៅក្រុមហ៊ុននៅក្នុងសហគ្រាសមួយយើងធ្វើការអ្នកហ្នឹងនាយកអ្នកហ្នឹងមេយើងប៉ុន្តែស្រាប់យើងទៅផ្ទះគាត់បម្រើយើងទាំងអស់អត់ទេអត់ជឿសវណ្ណរាអត់ជឿសវណ្ណរាមែនទេប៉ុន្តែអ្នកហ្នឹងអ្នកគ្រប់គ្រងយើងមិនមែននាយកទេចុះអ្នកគ្រប់គ្រងផ្នែកមួយនៅស្រុកបារាំងនៅក្នុងសហគ្រាសមួយគ្រប់គ្រងមនុស្សណា4-10នាក់យើងក្នុងហ្នឹងគាត់ជាមេយើងធ្វើការអីត្រូវឆ្លងគាត់យើងត្រូវគាត់ត្រូវពិនិត្យគាត់ណែនាំវាតម្លៃទូរនីតិរបស់គាត់ចឹងប៉ុន្តែបងប្អូនតិចចេញថ្ងៃណាមួយទៅកម្មវិធីផ្ទះគាត់ណាគាត់ទេអ្នកបម្រើយើងលើកទឹកឲ្យយើងដាំបាយឲ្យយើងទីអីថាគេសួរត្រូវការទឹកក្រូចទឹកឬក៏ស្រាឬក៏ប៊ីយ៉ាថាយើងដូចស្ដេចចឹងតែទៅផ្សារអីទាញគិតលុយអីថាអត់មានមេអាហ្នឹងចង់និយាយថាបងប្អូនបើចូលនៅក្នុងគណៈបព្វប្រឆាំងណាបើតែបងប្អូនចេញពីគណៈបព្វជិជនណាហើយបងប្អូនភ្លុះអារោះជាតិអិសរាជយុកិត្តិយសនិងសេរីភាពណាបងប្អូនមិនដែលមានប្រាថ្នាចង់ត្រឡប់ទៅគណៈបព្វជិជនទេបងប្អូនលើកលែងតែអត់ជំរឿនចេញទៅវិញងាប់បច្ចុប្បន្នមនុស្សអត់ជំរឿនរស់ចេញទៅវិញងាប់ហើយបើមនុស្សនិយាយទៅវិញងាប់អញ្ចឹងហើយអ្នកដែលចោះចូលនោះគឺដោះដូរយកសេរីភាពរំដោះសេចក្តីភ័យខ្លាចនិងរស់នៅដោយលែងមានអ្នកនេះភ័យខ្លាចគេវាយក្បាលភ័យខ្លាចគេចាប់ដាក់គុកជួបជុំគ្រួសារចេញចូលទេបើឲ្យចូលទៅក្នុងប្រព័ន្ធបើឲ្យមនុស្សហ្នឹងណាខ្ញុំអត់ជឿទេខ្ញុំអត់ជឿមនុស្សនឹងចូលចិត្តបព្វធម៌គណៈបព្វជិជននេះអ្នកចង់ចូលទាំងអស់ណា
10 អ្នកហើយជាមានតែម្នាក់នេះដែលចូលចិត្តបព្វធម៌របស់គណៈបព្វជិជនអ្នកណាមិនជឿសន្តានមានតែខ្លួនឯងផ្ទាល់តែដឹងបាទក្នុងនេះបែរជាបងប្អូនខ្លះតើតែអ្នកនៅក្នុងមន្ត្រីរាជការធ្លាប់នៅក្នុងមន្ត្រីរាជការទើបដឹងថាអ្វីដែលសន្តាននិយាយនេះដូចយកមកជុលចុចបេះដូងជិបត្រូវបាទសួនមិចសវណ្ណបាទណារ៉ូសួស្ដីរិនដាកឹមបាទឯកសន្តានបកមានអ្វីល្អសម្រាប់ខ្មែរឡើយសុគន្ធារីបាទគាត់ឆ្លើយតបទៅនឹង Sophie Plus ទៅសេជាអង់គ្លេសតតាំងគ្នាគាត់ប្រិយមិត្តច្រើនណាស់ខមមិនបាទ Logic សមែនឆាំបាទសមែនឆាំឃើញមកហើយបាទសូមជូនពរសុខភាពល្អបាទណាបាទមនុស្សល្អព្រះតាមតែតាមថែរក្សាបើដូចសមែនឆាំហ្នឹងគាត់ជាហើយគាត់មនុស្សនេះទេបាទ Sunrises តទៅទៀតនឹងចន្ទ្រាវដីលីចេះអត់មានអីទេបងប្អូនណាបាទមានតែរូបបេះដូងរូបផ្ការូបមេដៃហើយអ្វីដែលសូនត្រានិយាយនេះណាគឺពាក្យពិតហ្នឹងហើយពាក្យពិតហើយបងប្អូននៅក្នុងនេះណាអ្នកណាដែលធ្លាប់នៅក្នុងមន្ត្រីរាជការដែលធ្លាប់ទទួលរងសម្ពាធផ្លូវអារម្មណ៍ឬដែលធ្លាប់រស់នៅក្នុងបរិស្ថានចិនចន្ទរៈដូចសូនតារានិយាយវប្បធម៌គណៈបព្វជិជនណាគឺវប្បធម៌រើសអើងមើលងាយមនុស្សណាបងប្អូនគឺទៅតាមឋានានុក្រមវប្បធម៌របស់គណៈបព្វជិជនគេគោរពឋានៈនិងទ្រព្យសម្បត្តិអ្នកណាដែលមានឋានៈអ្នកណាដែលមានទ្រព្យសម្បត្តិអ្នកនឹងតែងតែហើយគោរពតគ្នាខ្លាចតគ្នាបាទបុប្ផានីខេនបាទទើបទៅចូលហើយបាទបានសួស្ដី prepare for future election ខ្មែរបាទត្រូវអក្សរថៃបញ្ជាក់ថាប្រជាពលរដ្ឋនៅតែរួមទុកដល់ដែលលោកគ្រូប្រជាពលរដ្ឋនៅតែកើតទុកដដែលបាទដូចខ្ញុំលើកឡើងខាងដើមអញ្ចឹងបាទ anti-you ថ្នាក់ដឹកនាំអត់កំណើតអត់កំណើតអត់កំណត់ពាក្យខ្មែរយើងគេនិយាយថាអត់កំណើតហ្នឹងអត់កើតទេបាទអត់កើតការអីជាកំណត់អីទេសូនហងតេសូនហងតេលោកគ្រូ10នាទីមុននេះទូរស័ព្ទឬសំឡេងផ្ទុះនៅចិត្តប្រាសាទណាបាទអានឹងអត់ទេបាទដូចที่ខ្ញុំនិយាយអញ្ចឹងប្រហែលជាពាក់ព័ន្ធជាមួយនឹងហ៊ុនម៉ាណែតខ្ញុំមិនដឹងទេបាទអាចហ៊ុនម៉ាណែតមកប្រជុំនៅអាមេរិកនៅថ្ងៃច័ន្ទនេះទេដឹងណាប៉ុន្តែទោះយ៉ាងណាក៏ដោយសង្ឃឹមថាមិនអីទៅចុះបាទហើយយើងតាមដានមើលទាំងអស់គ្នាវុទ្ធិរៈអញ្ចឹងបាទវុទ្ធិរៈមែនកំសែង set that ខ្មែរនៅក្រៅខ្ញុំនិយាយកាលពីម្សិលមិញហ្នឹងហើយគ្មាននរណាម្នាក់សប្បាយចិត្តទេគ្រាន់តែប្រតិកម្មខុសគ្នាបាទគណៈបកប្រជាជនក៏មិនសប្បាយចិត្តគណៈបកប្រឆាំងក៏មិនសប្បាយចិត្តហ៊ុនសែនក៏មិនសប្បាយចិត្តហ៊ុនម៉ាណែតក៏មិនសប្បាយចិត្តដែរបាទឲ្យសមែនកំសែងហាក់នៅហាក់ហៀងហាក់ហៀង restaurant នៅឡង់ប៊ិញដូចខ្ញុំធ្លាប់ទៅពីរដងហើយហាក់ហៀងហ្នឹងហើយខ្ញុំមិនដឹងដែរអីទៅណាទៅក៏មិនចាប់អារម្មណ៍ច្រើនពេកគាត់ទៅហូបគុយទាវទៅមានអីបាទមិនហូបគុយទាវហូបទៅគាត់ទៅណាក៏ទៅយើងវាមិនទៅចាប់អារម្មណ៍ទេបាទណានេះជាសិទ្ធិសេរីភាពយើងកំពុងហែងពេកណែម៉ែកំសែងមិនមែនជាគោលដៅនយោបាយឬក៏គោលដៅអំណាចទេយើងឈ្នះគាត់អត់ប្រយោជន៍ទេដែរបាទគាត់តែមានកន្លែងខ្លះគឺយើងត្រូវតែបំភ្លឺឧទាហរណ៍ថាការចោទប្រកាន់ហ្នឹងពួកគាត់នៅរាយការណ៍ព័ត៌មានរាយការណ៍ព័ត៌មានគឺនាំឲ្យមនុស្សនឹងច្រឡំអញ្ចឹងយើងបំភ្លឺឆ្លើយតបទេប៉ុន្តែបើគាត់ចង់ទៅណាអាហ្នឹងគឺឲ្យបើចង់ឈ្នះម៉ែនកំសែងឬក៏ចង់ចាញ់ម៉ែនកំសែងក៏អត់អាចផ្លាស់ប្ដូរប្រទេសកម្ពុជាបានដែរយើងផ្ដោតទៅលើគោលដៅនិងផ្ដោតទៅលើបុគ្គលសំខាន់ដែលនាំឲ្យមានប្រយោជន៍ដល់ប្រទេសជាតិណាអញ្ចឹងបាទយិនគឿតធ្វើមេរោគធ្វើមេគេហៅកូនចៅសុទ្ធតែអាមឹងអានេះបាទអាចសាច់អត់ទេបងប្អូនអ្នកណាបុព្វមានបន្ទាល់តែអ្នកនឹងធ្លាប់នៅក្នុងមន្ត្រីរាជការធ្លាប់បម្រើការរដ្ឋក្នុងប្រទេសកម្ពុជានៅក្នុងប្រព័ន្ធគណៈបព្វជិជនណាដឹងថាអ្វីដែលសូនតារានិយាយដូចយកមកជុលចាក់ចំបេះដូងប្រិយមិត្តមើលទៅដូចអត់មានអីទេហើយដោយសារតែពេលវេលាមានកំណត់ខ្ញុំសូមបញ្ចប់ការផ្សាយផ្ទាល់ទៅត្រឹមនេះចុះអរគុណប្រិយមិត្តដែលបានតាមដានទស្សនាការផ្សាយផ្ទាល់នេះតាំងពីដើមដល់ចប់ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាផ្លែស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដោះមែនតែស្ដាប់ហ៊ុនសែនកើតរោគចិត្តទូរទស្សន៍សូនតារាណារ៉ាន់អ៊ូស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតយើងជួបគ្នាសាជាថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលានៅម៉ោងដដែលសូមអរគុណសូមជម្រាបលារាត្រីសួស្ដី